ថ្ងៃនេះបងឡាយបន្តិចតាក់ទងជាមួយនឹងវិធានបទយើងឃើញថារបបលោកហ៊ុនសែនសួរថាតើបោកប្រជាពលរដ្ឋខ្មែរនិងបរទេសបានប្រមាណទៀតបងប្អូនជួយ comment ហើយជួយដាក់ជាសំណួរមើលថាតើរបបលោកហ៊ុនសែននឹងបោកយើងជាង40ឆ្នាំហើយមកដល់ពេលនេះគាត់ដើរជន់លងខ្លួនគាត់ប៉ុណ្្នឹងហើយថាតើបរទេសគេនៅទុកឲ្យគាត់បោកតទៅទៀតឬមួយយ៉ាងម៉េចថ្ងៃសង្ឃឹមថ្ងៃមួយបាទសួរកីឡារិទ្ធបាទសួស្ដីបងអរគុណប៉ាម៉ាក់អ្នកមានគុណអរគុណពីចម្ងាយបាទថាតើរបបនេះទៅបានប្រមាណខ្យល់ទៀតសុភាពវិរៈបាទអរគុណបងប្អូនទាយទាំងអស់គ្នាមិនមែនទាយទេយើងមើលទាំងអស់គ្នាថាតើរបបនេះដល់ប្រមាណទៀតហើយខ្ញុំជឿ 100% ថាអត់នៅទេបងប្អូនអត់នៅគឺថាឧក្រិដ្ឋកម្មអនឡាញនេះពិភពលោកគេស្អប់ខ្ពើមណាស់បងប្អូនភាវរកម្មអនឡាញនេះភាវរកម្មពិភពលោកនេះក៏គេស្អប់ខ្ពើមដែរក៏ប៉ុន្តែភាវរកម្មពិភពលោកអឺ Bill Clinton គាត់ធ្វើកន្លែងណាដែលសត្រូវជាមួយគាត់រីឯឧក្រិដ្ឋកម្មអនឡាញនេះអត់មានសត្រូវទេកន្លែងណាក៏ដោយឲ្យតបោកបានយកទាំងអស់ហើយថ្មីនេះបងប្អូនយើងឃើញឧក្រិដ្ឋកម្មអនឡាញនេះកាន់តែរៀលដោះដាលទៅហើយមិនមែនបោកតែស្រុកគេណាប្រជាពលរដ្ឋនៅស្រុកខ្មែរហើយថ្ងៃនេះខ្ញុំអំពាវនាវឲ្យបងប្អូនមួយចំនួនដែលចូលរួមលេងគេហៅថា share company បងប្អូនអត់ដឹងស្មានថាចូលលេង share ហ្នឹងអ្នកខ្លះក៏គាត់យល់ 100% ទៅ share ហ្នឹងគាត់ទិញក្រុមហ៊ុនឧទាហរណ៍ដូចក្រុមហ៊ុន Tesla ក្រុមហ៊ុនដែលមានឈ្មោះល្បីធំទៅអានឹងអត់អីទេគេមាន share អញ្ចឹងមែនមិនមែនអត់ទេក៏ប៉ុន្តែឥឡូវនេះ 70-80% សិតតែ share បោកប្រាស់ទាំងអស់ណាបងប្អូនប្រយ័ត្នឲ្យមែនតើនៅសហរដ្ឋអាមេរិកមានគេចាញ់បោកខ្មែរយើងនឹងក៏ចាញ់បោក share ដែលបង្កើតឡើងដោយពួកឆោបោកនឹងរាប់$10,000បងប្អូនមិនមែនតិចតួចទេហើយថ្មីនេះខ្ញុំមានមិត្តភ័ក្តិនៅស្រុកខ្មែរណាកូនគាត់ក៏ដូចខ្លួនកូនគាត់ដល់អង្គញាទៀតដល់អង្គញាមកចាញ់បោកអា share នឹងអស់រាប់ពាន់រាប់$10,000មិនមែនតិចតួចទេអញ្ចឹងសូមឲ្យបងប្អូនប្រយ័ត្នមែនទែនហើយ share ដែលចាញ់បោកនឹងគឺចេញពីស្រុកខ្មែរនឹងតែម្ដងហើយបងប្អូនអត់ដឹងស្មានថាអូណែ share នឹងចេញពីក្រុមហ៊ុនអីធំអត់ទេដាក់$1តា2-3ថ្ងៃឡើងកើនចំណេញ$1អញ្ចឹងចេះតែនាំគ្នាបុកហើយដាក់100កើន100មកទៀតដាក់1000កើន1000មកទៀតអញ្ចឹងក្រុមហ៊ុននឹងវាធ្វើឲ្យប្រាក់ចំណេញនឹងដូចកប់ក្រោងអញ្ចឹងហើយដល់អញ្ចឹងឲ្យនាំគ្នាចេះតែខំប្រឹងទៅដាក់តម្លាក់លុយហើយវាតម្លាក់លុយវាចាំមើលយើងឈប់តម្លាក់លុយហើយមួយរយៈដូចថា2-3អាទិត្យមួយខែយើងឈប់តម្លាក់លុយហើយគឺលុយដកចេញមកវិញអត់បានទេហើយតែដាក់ចូលហើយកុំសង្ឃឹមដកចេញឃើញតែចំនួននឹងកើនឡើងតែអត់មានត្រឡប់មកវិញទេថាវិការហ្នឹងអញ្ចឹងសូមឲ្យបងប្អូនយល់ពីបញ្ហាហ្នឹងបាទបោកលូខ្សែធូនីបាទត្រឹមត្រូវធូនីម៉ាក់ប៉ាអ្នកមានគុណរបបនេះផុតកំណត់បោកបានទៀតហើយបើសិនតាមខ្ញុំមើលជាក់ស្ដែងរបបនេះរលាយឆាប់នេះឯងបាទត្រឹមត្រូវខ្ញុំនឹងបកស្រាយថាមូលហេតុអីបានរបបនេះរលាយឆាប់ខ្ញុំនឹងបកស្រាយឲ្យបងប្អូនក្នុងពេលបន្តិចទៀតបាទសុភាពវិរៈបាទអរគុណបងសរិទ្ធជួបគ្នាឆាប់បងសារ៉ាសែមបាទ Good morning បងរាស៊ីអរគុណសារ៉ាសែមសារ៉ិតប៊ិនបាទសួស្ដីសារ៉ិតប៊ិនសួស្ដីពីចម្ងាយសួស្កៃឡាកៃឡារិទ្ធបាទស្ដាប់ហ៊ុនម៉ាណែតឆ្អែតឆ្អន់សំដីកំណាព្យគាត់ចេញមកទៀតហើយបោករាល់ថ្ងៃបំភ្លៃការពិតស្ដាប់សាវរាស៊ីភ្លឺថ្លាគំនិតហ៊ុនសែនប្រឌិតព្រឹត្តិការណ៍បោករាជបងប្អូនពិចារណាណារបបលោកហ៊ុនសែននេះគឺដូចលោកកៃឡារិទ្ធបានលើកអញ្ចឹងគឺថាបោកគ្រប់កាលាបោកអត់សល់ទេហើយឥឡូវបោកនឹងវាទៅជាគេហៅថាស្អីពាក្យមួយគេហៅស្អីចាញ់អាត្មាបងប្អូនប្រហែលជាចាំពាក្យហ្នឹងអានឹងបោកខ្លាំងពេកទៅវាទៅជាមកដល់ខ្លួនគាត់ណាឥឡូវនេះគាត់ផុងហើយគាត់ធ្លាក់ជូនលងហើយទាំងឪទាំងកូនចប់មកបាទប៉ុលសាបានបាទសួស្ដីពីកម្ពុជាអមតៈជំរាបសួរបងអរគុណ
អរគុណលោកកៃឡារិទ្ធបាទសួស្ដីណែកៃឡារិទ្ធសួស្ដីពីចម្ងាយបាទអរគុណម៉ាក់ប៉ាមានគុណអរគុណវិចិត្រVictoria បាទ I am thinking about they are good time and got so face around the world coming soon ពេលវេលានេះគឺល្អមែនទែនសម្រាប់អ្នកប្រជាធិបតេយ្យណាហើយពេលវេលានេះគឺរបបលោកហ៊ុនសែនគឺអត់នៅទេបងសៀមអេងសុខសប្បាយសម្បូរសម្បូររឿនបាទ Good morning sir Good morning អានឹង from Cambodia ឲ្យតាមមើលបងសៀមអេងបាទសុខសប្បាយអភ័ព្វត្រូវការយុត្តិធម៌ខ្ញីអស់សង្ឃឹមណាស់រឿងសម្ដែងខ្មែរវេទនាសពគ្រប់សេដ្ឋកិច្ចដណ្ដើមគ្នារស់ហើយមិនដឹងថ្ងៃណារើរួចពីរបបនេះអត់យូរទេត្រូវការយុត្តិធម៌ខ្ញុំជឿម្ដងនេះអត់យូរទេបាទបើយើងដំណឹងថាយើងដឹងនៅពីក្រៅមកដែលបរទេសដែលគេចូលទៅនេះមិនមែនចូលដោយរឿងចៃដន្យទេបងប្អូនដែលមាននេះតាំងពីយើងកើតមកដែលមានប្រធាន SBI សហរដ្ឋអាមេរិកចូលមកស្រុកយើងអញ្ចឹងសូម្បីតែនៅក្នុងសម័យលន់នល់ដែលលន់នល់រួមជាមួយអាមេរិកប្រឆាំងជាមួយនឹងរបបខ្មែរក្រហមក៏ដោយក៏ប៉ុន្តែ SBI គាត់ទៅជួយចូលតាមដានក៏ប៉ុន្តែប្រធាន SBI មិនដែលចូលរួមទេមិនដែលមកចូលស្រុកខ្មែរលើកនេះហេតុអីមិនដាច់បានជាមេ SBI ចូលមិនមេ SBI ចូលទៅដើម្បីគណៈបកឥឡូវហ្នឹងគេឲ្យពួកបំពុលរបស់ CPP អូចេញមកគ្រប់ជ្រុងបងប្អូនណាក្រុមបំពុល SBS CPP សុទ្ធសឹងតែខ្ញុំនិយាយឲ្យចំអត់រឿងអើងទេណាសុទ្ធសឹងតែកូនយួនដែលកើតនៅលើទឹកដីកម្ពុជាហើយគេចេញមកឥឡូវអូចេញមកវាប្រឹងពួកមេវាដល់ពេលវេលាហើយអញ្ចឹងវាខំចេញមកដើម្បីយកមកទប់សភាពការទប់យ៉ាងម៉េចបងប្អូនពិចារណាមើល SBI គេចូលមកគេឲ្យចាប់អុកញ៉ាណាទាំងហ៊ុនតូទាំងកុកអានទាំងអីដែលអាមេរិកគេបានដាក់ទណ្ឌកម្មដែលអាមេរិកគេស្រាវជ្រាវឃើញថាអុកញ៉ានឹងហើយដែលនៅពីក្រោយឧក្រិដ្ឋកម្មអនឡាញបែរទៅជាពួក CPP គេទៅជាស្រែកថាអូ SBI គេចូលមកដើម្បីគេមកធ្វើការជាមួយរដ្ឋាភិបាលគេចូលមកជន់កគេធ្វើការហ្នឹងហើយតែគេមកជន់កលោកហ៊ុនសែនអ្នកឯងត្រូវតែធ្វើណាអ្នកឯងត្រូវតែធ្វើគ្មានកាឡាទេបងប្អូនហើយទាំងឪទាំងកូននឹងស្លក់មុខហើយលោកហ៊ុនសែនស្ងាត់ដូចកត្រប់អញ្ចឹងណាហើយឲ្យអាចកអាចែមចេញមកបំពុលចេញមកវាយអូយអ្នកខ្លះហ្នឹងវាយដោយទាំងខ្ញុំទៅទៀតគាត់និយាយការពិតក៏វាភ័យដែរភូតច្រើនចាញ់អាត្មាបាទត្រឹមត្រូវបងកៃឡារិទ្ធបាទអរគុណច្រើនឥឡូវនេះគាត់ភូតច្រើនវាចាញ់អាត្មាពាក្យចាស់គេនិយាយអញ្ចឹងគាត់ផោតសពទាំងអស់បោករាសទាំងអស់តែទីបំផុតដល់ពេលវេលាហើយសម្បូរបាទពាក្យចាស់ថាភូតច្រើនចាញ់អាត្មាអរគុណបងសៀមអេងបាទRayland លោកបង I have been waiting for this moment to come វាខ្ញុំជឿ 100% អត់មានពីរឿងថានៅយូរទេចន្ទ្រាបតីលីបាទអរគុណចូលរួមបាទឈិនណាតសួស្ដីតាយ៉ាឡើងតាហើយឥឡូវមិនទាន់សក់លៀបអីណាបើអត់លៀបវិញរៀងសរយហើយបាទហេងលីបាទសួស្ដីបងប្រុសពីចម្ងាយបាទម៉ាក់ប៉ាអ្នកមានគុតបាទបងប្អូនកូនខ្មែរត្រូវតែចេះពិចារណាត្រូវតែចេះតាមដានថារបបនេះថិតថេរឬទេបើចំពោះខ្ញុំថារបបនេះរលាយឆាប់ហើយត្រឹមត្រូវយើងរួមទាំងអស់គ្នាបងប្អូនដល់ពេលវេលាហើយឡៅពូលីនបាទសួស្ដីពីចម្ងាយដល់គ្នាណែបងប្អូនយើងខមមិនលោតច្រើនខ្ញុំអានអត់ទាន់នេះណាសូមអភ័យទោសបងខ្ញុំប្រាប់បងឯងចេញមកកាលណាជាប់មុខកាលនឹងជាប់ឈ្មោះកាលនឹងព្រោះពួកនោះរួមបំផ្លាញជាតិរួមបំផ្លាញពិភពលោកព្រោះវាកាន់ជើងមេចោល scam online សុទ្ធតែយួនចេះខ្មែរចុះកូនយួនបងប្អូនយើងបដ ாய் ពេកហើយខ្មែរយើងបដ ாய் ដោយសារអីបដ ாய் ឲ្យរបបនឹងបោកយើងជាង40ឆ្នាំអញ្ចឹងគេធ្វើដើម្បីផលប្រយោជន៍ខាងកើតដឹងថាលោកហ៊ុនសែនបំរើគេខាងកើតហើយហេតុដូចម្ដេចបងប្អូនខ្មែរយើងអត់ព្រមភ្ញាក់ខ្លួនយូរណាស់ហើយ
បដោយឲ្យគេមករស់នៅទឹកដីកម្ពុជាយើងពេញតាមចិត្តហើយកូនគេកើតនៅលើនឹងគេបដោះកូនគេមកដើម្បីបំផ្លាញខ្មែរដើម្បីបំពុលខ្មែរដើម្បីមកធ្វើការនៅក្នុងរចនាសម្ព័ន្ធខ្មែរបងប្អូនមើលនៅក្នុងជួររដ្ឋាភិបាល80ទៅ90%ហើយសុទ្ធសឹងតែគេទាំងអស់ណាជួននរិនជានរណាណាចវាយស្រុកគ្រប់ទាំងអស់ចវាយខេត្តទាំងអស់ជានរណាសិតតកូនដែលគេកើតឡើងបង្កប់បងប្អូនមើលខ្ញុំនិយាយចំសំបីតែស្រុកបរិបូរចវាយស្រុកបរិបូរបងប្អូនតាមដានមើលឪពុកម្ដាយគាត់មកពីណានៅកំពង់បាំងហើយមកពីណាមុននៅកំពង់បាំងមកពីកើតទាំងអស់ណាកុំមកខ្ញុំចេះតែថាណាសពតែកូនយួនទាំងអស់កូនយួនគ្រប់ក្រសួងមិនថាក្រសួងអីសូម្បីតែក្រសួងកីឡាក៏វាកាន់កាប់ទាំងអស់ត្រឹមត្រូវសួរកីឡាអត់អ្នកមានគុណត្រឹមត្រូវ 100% ទាំងអស់នៅក្នុងក្រសួងហើយរាល់ថ្ងៃនេះគេចាំតាមួយរីថៃគេញុកកូនគេផ្លុកហើយលោកហ៊ុនសែនអត់ឲ្យរើសមន្ត្រីរាជការដើម្បីចូលទៅបម្រើទេគេរៀបចំឲ្យយុវជនសសយកគេត្រៀមបញ្ចូលទាំងអស់កុំសង្ឃឹមថាមានកូនខ្មែរអត់មានទេសង្ឃឹមកូនខ្មែរលើកលែងតែគេរើសមន្ត្រីរាជការជាសាធារណៈអញ្ចឹងកូនខ្មែរអាចប្រឡងចូលបានតែនេះអត់ផងគេសង្ងំគេដាក់យុវជនសេនានីគេគឺយុវជនសសយកគេរើសសិតតែកូនយួនដែលកើតនៅលើទឹកដីខ្មែរដែលគេបានបំពាក់តាំងពីតូចមកឲ្យបំរើផលប្រយោជន៍គេរើសមកចូលយើងបានអីបណ្ដាញអ្នកធំពីលើកូនទាបាញ់កូនទាបាញ់កូនទាបាញ់សខេងកូនសខេងហ៊ុនសែនកូនហ៊ុនសែនអ៊ីណាបណ្ដាញធំពីលើអត់មានបណ្ដាញថ្នាក់ក្រោមយុវជនគេទាំងអស់អ៊ីណាដឹកនាំក្បាលប្រទេសអញ្ចឹងនៅក្នុងរចនាសម្ព័ន្ធសុទ្ធសឹងតែគេទាំងអស់មិនបានយុវជនខ្មែរមើលអត់ឃើញមិនបានខ្មែរមើលអត់ឃើញណាល្មមដល់ពេលហើយកុំឃើញថាឥឡូវហ្នឹងអន្តរជាតិមកជន់កមកសង្កត់ប៉ុណ្្នឹងហើយយើងនៅអូចាំឲ្យអន្តរជាតិគេធ្វើទៅចេះតែនៅនាំគ្នាសង្កំបាត់ទឹកដីហើយបើធ្វើបែបហ្នឹងឃើញល្បិចនយោបាយគេទេគឺគេធ្វើបែបហ្នឹងគេឲ្យ CPP ឥឡូវវាភ័យខ្លាំងវាមកបំពុលទាំងអស់បំពុលយ៉ាងម៉េចសំរងស៊ីក្បត់ជាតិចូលរួមជាមួយថៃបើសំរងស៊ីចូលរួមជាមួយថៃមិនបានប្រឹងថៃណាវានិយាយត្រឡប់តឡែក៏ខ្មែរយើងយុវជនខ្មែរយើងមួយចំនួនចេះតែជឿទៅណាជាពិសេសខ្ញុំមិនថាទេនៅស្រុកក្នុងស្រុកអស់លោកគេហៅខ្មែរសុទ្ធត្រុតដែលនៅខាងក្រៅនេះដែលទៅបំរើពួកផ្ដាច់ការមកខាងក្រៅហើយណាមកបំរើពួកផ្ដាច់ការទៀតនៅញូហ្សេឡង់ខ្ញុំនឹងធ្វើការជាមួយនឹងរដ្ឋាភិបាលញូហ្សេឡង់តាក់ទងនឹងអីអ្នកឯងមកលេងអ្នកឯងមករស់នៅអ្នកឯងមករៀនអ្នកឯងមកវិនិយោគទុននៅក្នុង form immigration ខ្ញុំធ្លាប់និយាយពួក CPP វាជេរខ្ញុំដូចអីនៅក្នុង form គេបានសួរនៅក្នុងសំណួរមួយគេហៅថានៅក្នុង character គេសួរថាតើអ្នកឯងធ្លាប់បានចូលរួមជាមួយនឹងជនផ្ដាច់ការទេអ្នកឯងឆ្លើយថាទេអ្នកឯងបានចូលរួមជាមួយនឹងអ្នកដែលបំផ្លាញសិទ្ធិមនុស្សទេអ្នកឯងឆ្លើយថាទេដល់តែអ្នកឯងចូលមកដល់នេះអ្នកឯងទៅចូលរួមជាមួយរបបលោកហ៊ុនសែនរបបផ្ដាច់ការរបបលោកហ៊ុនសែនរបបដែលបំផ្លាញសិទ្ធិមនុស្សហើយនៅប្រទេសញូហ្សេឡង់ណាគឺប្រទេសញូហ្សេឡង់បានដឹកនាំប្រទេស45ប្រឆាំងជាមួយរបបលោកហ៊ុនសែនតាក់ទងជាមួយនឹងសិទ្ធិមនុស្សអញ្ចឹងអ្នកឯងបោក immigration អញ្ចឹងពេលអ្នកឯងបោក immigration អ្នកឯងមករស់នៅទីនេះអ្នកឯងត្រូវខុសច្បាប់កុំថាអ្នកឯងរួចខ្លួនណាអានឹងហើយដែលយើងត្រូវតែជំរុញនៅខាងក្រៅគ្រប់ប្រទេសធ្វើការជាមួយនឹងរដ្ឋាភិបាលជាសម័យហើយរុញអ្នកអស់នឹងឲ្យចូលនៅក្នុងផ្ទះហ្នឹងមិននិយាយនេះធ្វើបាបខ្មែរនឹងខ្មែរទេតែអ្នកឯងខូចអ្នកឯងបំផ្លាញជាតិអ្នកឯងបំផ្លាញប្រជាធិបតេយ្យនៅប្រទេសគេហើយអ្នកឯងបំពានច្បាប់នៅប្រទេសក្រៅទៀតមានន័យថាអ្នកឯងចូលរួមបំផ្លាញប្រទេសញូហ្សេឡង់ដូចគ្នាចឹងសូមឲ្យបងប្អូនយើងចូលរួមទាំងអស់គ្នា
ហើយគេប្រហែលថ្ងៃឃើញផ្ទុះសម្បើមផ្ទុះដោយសារអីភ័យបងប្អូនភ័យយ៉ាងម៉េចឧក្រិដ្ឋកម្មអនឡាញធ្ងន់ណាស់គ្មានកែបានទេរបបលោកហ៊ុនសែនចប់រឿងឧក្រិដ្ឋកម្មអនឡាញហ្នឹងរឿងខ្មែរអ្នកឯងរំលាយគណៈបក្សសង្គ្រោះជាតិអ្នកឯងបំបិទសិទ្ធិសេរីភាពអ្នកឯងអីគេគ្រាន់តែចេញសេចក្តីថ្លែងការណ៍គេដាក់ទណ្ឌកម្មដោយ EBA កើតឡើងពីអីកើតឡើងពីអ្នកឯងបំផ្លាញសិទ្ធិមនុស្សអ្នកឯងមិនគោរពប្រជាធិបតេយ្យបានគេដាក់ GSP សហរដ្ឋអាមេរិកដោយសារអីអ្នកឯងមិនគោរពសិទ្ធិមនុស្សអ្នកឯងបំផ្លាញប្រជាធិបតេយ្យដូចគ្នាបានគេបិទ GSP គេគ្រាន់តែបិទដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចលោកហ៊ុនសែនអត់ខ្វល់អញលួចបានរាប់សិបលានមួយឆ្នាំរឿងអីអញទៅខ្វល់ឥឡូវដល់ពេលហើយអាគារធំមានបោះហ៊ុនសែនមានបោះហ៊ុនម៉ាណែតមានបោះហ៊ុនម៉ាណាមានបោះហ៊ុនតូក្រុមអស់នឹងសិតតែក្រុមប្លន់គេហើយអង្គញាផ្ដាំមកហើយណា មើលគំរូថេងប៊ុនម៉ាកាលដែលថេងប៊ុនម៉ាคล้ายទៅជាអង្គញាល្បីជាងគេទាំងអស់ថេងប៊ុនម៉ាទិញកប៉ាល់ហោះឲ្យរ៉ានរិទ្ធទិញហ៊ុនសែនទាំងអស់ជួយហ៊ុនសែនទាំងអស់ហើយសន្តាគារកុងទីណងតាល់របស់ថេងប៊ុនម៉ាស្លាប់គឹបឥឡូវសន្តាគារនឹងរបស់អ្នកណារបស់កូនថេងប៊ុនម៉ាឬក៏របស់កូនហ៊ុនសែនរបស់ហ៊ុនតូឆ្កយយ៉ាងណាមិញកុកអានក៏ដោយលីចុងផាត់ក៏ដោយត្រីភាពក៏ដោយជាប់អន្តៈអន្តរជាតិហេងសុយចាប់បញ្ជូនចាប់លីចុងផាត់ដាក់គុកទ្រព្យសម្បត្តិលីចុងផាត់អាលីងចូលតកូលហ៊ុនទាំងអស់ទ្រព្យសម្បត្តិកុកអានចូលគ្រួសារតកូលហ៊ុនទាំងអស់លបែងលោកហ៊ុនសែនណាគ្មានអ្នកណាសង្ឃឹមថាឈ្នះគាត់ទេនៅជាមួយគាត់កុំប្រហើនទាំងអ្នកនៅជាមួយអ្នកបម្រើគាត់ទាំងរលកទាំងឡាយដែលគេតាក់បានទៅនៅជាមួយដូចគ្នាបន្តិចទៀតដោយលោកហ៊ុនសែនគាត់និយាយលោកហ៊ុនសែនគាត់ច្រើននិយាយត្រង់ខ្ញុំចំណាំគាត់ប្រាប់ខ្មែរឲ្យដឹងកងទ័ពវៀតណាមនៅលើទឹកដីខ្មែរជាង 10,000 នាក់គាត់អាយ៉ងវៀតណាមប៉ុណ្្នឹងហើយខ្មែរនៅបោះឆ្នោតឲ្យគាត់ទៀតណាឥឡូវគាត់បាននិយាយទៀតត្រីនៅក្នុងកត្រអញកាច់កកស៊ីស្មានណាក៏បានដែរនៅលលោកទាំងឡាយនឹងចូលទៅឲ្យគេតាក់បានទៀតយីខ្មែរហើយខ្មែរផ្ដាំទាំងអស់ហើយតដល់ពេលសេដ្ឋកិច្ចខ្មែរដួលស្អីដួលទាំងអស់ត្រីនៅក្នុងកត្រកាច់អ្នកណាស៊ីមុនកាច់អុកញ៉ាណាមានលុយអញកាច់កកស៊ីអត់កាច់កូនចៅអញទេលោកហ៊ុនសែនស៊ីអុកញ៉ាតល់តអស់បានដល់ពេលកូនចៅអញក៏ប៉ុន្តែយើងមើលទៅរឿងអ ுக ្រិតកម្មអនឡាញនេះអត់នៅទេបងប្អូនណាសហរដ្ឋអាមេរិកដែលគេប្រកាសស្ថានទូតគេមុននឹងចូលមកគេប្រកាសថាគេចូលមកកំទេចអ ுக ្រិតកម្មអនឡាញនិងអ្នកនៅពីក្រោយអ ுக ្រិតកម្មអនឡាញមិនមែនស្ថានទូតម្នាក់អ្នកប្រកាសទេគឺគោលការណ៍របស់សហរដ្ឋអាមេរិកទាំងមូលរដ្ឋាភិបាលអាមេរិកទាំងមូលធម្មតាទេបងប្អូនស្ថានទូតដែលគេនិយាយគឺនិយាយក្នុងនាមសហរដ្ឋអាមេរិកមិនមែននិយាយក្នុងនាមបុគ្គលទេចឹងសូមឲ្យរបបលោកហ៊ុនសែនយល់ជាពិសេសអាយ៉ងរាល់ថ្ងៃឡើងមកវាយឡើងមកជេរខំប្រឹងណាប្រឹងនៅបន្តិចទៀតដាច់ខ្យល់ខ្លួនឯងហើយណាបន្តិចទៀតដល់ហើយបងប្អូនជឿដល់ពេលវេលាហើយរុយក្បាលខៀវពីចម្ងាយបាទទូនេះមើលធីសវណ្ណថាជាគំរូត្រឹមត្រូវធីសវណ្ណថាជាចៅរបស់លោកហ៊ុនសែនផងណាសាសងម៉ោង1ម៉ោង2ភ្លឺនៅសាសងជាមួយចៅហើយអ្នកឯងជាអីហ៎អ្នកឯងជាស្អីគេលោកប្រធានស្រាវជ្រាវរហូតដល់លោកហ៊ុនសែនឲ្យលុយធីសវណ្ណថាដល់រាប់លានដុល្លារហើយคล้ายទៅជាអភិបាលរងក្រុងស្អីសัตว์អត់ដែរអរិយសัตว์ទីបំផុតឡើងគុក3ឆ្នាំតាទេហើយគុកនេះមិនមែនគុកធម្មតាទៀតគុកទាំងប្តីទាំងប្រពន្ធឲ្យទៅនៅក្នុងនឹងបដ ாய் កុំប្របាក់តបាចាណាណាមកដល់ថ្ងៃនេះឈប់ចាញ់បោករបបលោកហ៊ុនសែនទៅខ្ញុំសុំផ្ដាំអស់លោកមន្ត្រីមួយចំនួនកុំគិតថាអូអញបូមអញមានលុយអញសបាយអញចាយដល់ពេលដែលលោកហ៊ុនសែនកាច់កកត្រីក្នុងកត្រកគាត់ចាំឲ្យច្បាស់ហើយកុំថាគាត់ផអត់ផទេគាត់និយាយពិត
រួយក្បាលខៀវបាទគាត់ដាក់ទឹកប្តីទឹកប្រពន្ធមកទៅចូលនៅក្នុងនឹងចេញមកវិញមានកូន2 3បណ្ដោយទៅតែហេងសុយអត់បាននៅជាមួយគ្នាទៀតហើយសួរប្តីខុសអីបងប្អូនមើលប្តីអត់មានអីខុសទាំងអស់តែកុំឲ្យឯងតវ៉ាដាក់ឲ្យទៅបណ្ដោយទៅអ្នកមានគុណវាមិនខ្វល់ពីទណ្ឌកម្មអ្វីទេព្រោះវារកលុយបានច្រើនណាស់ជាមួយនឹង scam online បោកពិភពលោកឥឡូវនេះកម្មជន់កែងតន់ទេវតាបំផ្លាញបរមីបំផ្លាញវាបានហើយត្រឹមត្រូវអត់នៅទេលើកនេះដល់ពេលវេលាហើយគ្មានពីរឿងអ្នកឯងស្អីសង្ឃឹមថ្ងៃមួយពួកអាជឿត្រកូលហ៊ុនវាជាពួកអាត្រូវថ្នាំញៀននិងរំដៅធំសម្រាប់ហុងស៊ុយសពពួកវាហើយវាដល់ពេលហើយពេលនេះបានដឹងណារបបនេះអត់នៅទេអាមេរិកក៏ចូលអ្នកនាំពាក្យអង្គការសហជីវជាតិផ្នែកសិទ្ធិមនុស្សក៏ចូលបងប្អូនឃើញពិសេសស្អីទៀតកាសែតអ្នកណែកាសែតបរទេសគេបានចូលណា Bloomberg បានចូលមិនបានគេចូលពេលនេះគេចូលរៀបចូលនឹងឃើញកូនស្រីយួនមួយចំនួនអូយសបាយណាស់កាសែតគេចូលមកសម្ភាសយើងមានមុខមានមាត់បងប្អូនពិចារណាគាត់ណាកាសែតមួយរបស់អាមេរិកគេចូលទៅនិយាយពីអួតតាមកាពិតអាពួកមិនដឹងខ្យល់ណាដែលវាចូលទៅវាខំអួតថាអូយកាសែតនឹងចូលទៅដើម្បីឲ្យមេរដ្ឋាភិបាលវានឹងសបាយមុខមាត់តាមកាពិតមេនោះអង្គុយទិញមេរៀនអង្គុយរៀនប្រហែលអាទិត្យលួចជេរប្រហែលអាទិត្យមិនបកាច់អីមកចូលសួរអីអញភ័យចង់ងាប់ពេលកាសែតចូលមកមិនមែនសបាយទេណាសបាយតែអាចកអាចែមកដឹងនោះពួកកាសែតគេចូលមកគេមានសិទ្ធិសួរគ្រប់រឿងហើយឥឡូវមកលោកហ៊ុនម៉ាណែតពេលលោកហ៊ុនម៉ាណែតឆ្លើយយ៉ាងម៉េចបងប្អូនឃើញឆ្លើយណាគេសួរថាកុកអានជាមួយនឹងលីចុងផាត់ដែលសហរដ្ឋអាមេរិកគេដាក់ទណ្ឌកម្មនឹងយ៉ាងម៉េចដែរវាចង់និយាយថាម៉េចអាក្រក់ពេកសម្រាប់អ្នកឯងឬមួយក៏ត្រឹមត្រូវសម្រាប់អ្នកឯងហើយទីបំផុតគាត់ឆ្លើយយ៉ាងម៉េចគាត់ឆ្លើយថារឿងហ្នឹងរឿងឯកជនហ្នឹងចប់ណាបើលីចុងផាត់ជាមួយនឹងកុកអានជាប្រជាពលរដ្ឋធម្មតាមែនគាត់ឆ្លើយអានឹងអាចរួចខ្លួនតែលីចុងផាត់ជានរណាកុកអានជានរណាព្រឹទ្ធសភាសមាជិកព្រឹទ្ធសភារបស់រដ្ឋាភិបាលមានន័យថាតួនាទីជារដ្ឋាភិបាលអញ្ចឹងអ្នកឯងគេដាក់ទណ្ឌកម្មនៅក្នុងសមាជិករដ្ឋាភិបាលអ្នកឯងស្មើនឹងដាក់ទណ្ឌកម្មជាមួយរដ្ឋាភិបាលអ្នកឯងបែរទៅជាអ្នកឯងថារឿងឯកជនបងប្អូនពិចារណាហើយដល់មួងណារ៉េតបកស្រាយយើងបកស្រាយទៅបែរទៅអា CPP ដូចបាយពុះទៅអ្នកឯងពុះទៅដល់ពេលវេលាហើយខ្ញុំបញ្យល់អារឿងហ្នឹងឲ្យបងប្អូនជ្រាបបន្តិចខ្ញុំនៅប្រទេសញូហ្សេឡង់ពេលលោកប្រធានសំរងស៊ីមកខ្ញុំនាំលោកប្រធានទៅជួបតំណាងរាស្ត្ររបស់ប្រទេសញូហ្សេឡង់ដែលមិនមែនជាគណៈបកកាន់អំណាចអានេះខ្ញុំឧទាហរណ៍ដែលមិនមែនជាគណៈបកអំណាចអញ្ចឹងយើងមកជួបបានជួបតំណាងរាស្ត្រដែលគេអត់កាន់អំណាចអញ្ចឹងយើងបានជួបតែមន្ត្រីរបស់ប្រទេសញូហ្សេឡង់ទេក៏ប៉ុន្តែពេលដែលគាត់មកយើងនាំឲ្យគាត់ជួបជាតំណាងរាស្ត្រដែរតែតំណាងរាស្ត្រហ្នឹងជារដ្ឋមន្ត្រីរបស់ប្រទេសញូហ្សេឡង់មានន័យថាយើងបានជួបលោកប្រធានបានជួបរដ្ឋាភិបាលញូហ្សេឡង់ពលរដ្ឋមន្ត្រីសមាជិកព្រឹទ្ធសភាអីក៏ដោយមិនងាយជួបយើងប្រទេសផ្ដាស់ទេនៅពេលដែលគេកាន់អំណាចគេមិនងាយជួបទេនៅពេលដែលគេស្ម័គ្រចិត្តជួបយើងស្មើនឹងរដ្ឋាភិបាលមកជួបយើងហើយយ៉ាងណាមិញដូចគ្នានៅស្រុកយើងពេលដែលប្រធានសមាជិកសភារបស់យើងព្រឹទ្ធសភារបស់យើងចូលរួមឧក្រិដ្ឋកម្មអនឡាញដែលពិភពលោកគេកំពុងតែថ្កោលទោសគេចាត់ការគេដាក់ទណ្ឌកម្មអ្នកនឹងស្មើនឹងគេដាក់ទណ្ឌកម្មជាមួយនឹងរដ្ឋាភិបាលបើរដ្ឋាភិបាលនឹងដើម្បីរួចខ្លួនលុះត្រាតគេប្រាប់មកថាកុកអានជាមនុស្សម្នាក់ឧក្រិដ្ឋកម្មអនឡាញរដ្ឋាភិបាលចាត់វិធានការចាប់កុកអានដាក់គុកស៊ើបអង្កេតកុកអានតាមដានកុកអានឬមួយក៏រាយការណ៍ទៅឲ្យអាមេរិកវិញថាឥឡូវម្នាក់ហ្នឹងកំពុងតែតាមដានហើយឥឡូវហ្នឹងបើអ្នកឯងមិនជឿទេអ្នកឯងចូលរួមសហការ
សួរចម្លើយអ្នកនឹងទាំងអស់គ្នាដើម្បីបង្ហាញភាពស្មោះត្រង់យើងអានឹងបានរដ្ឋាភិបាលរួចខ្លួនតែនេះអត់គេដាក់ទណ្ឌកម្មហើយក៏ហើកុកអានរដ្ឋាភិបាលអត់ដោះស្រាយអីទាំងអស់អត់ធ្វើអីទាំងអស់មានន័យថាអ្នកឯងចូលរួមជាមួយកុកអានអញ្ចឹងអ្នកឯងទីបំផុតអ្នកឯងមកឆ្លើយថារឿងនឹងរឿងឯកជនបោកពិភពលោកអត់បានទេណាកាសែត Bluebird គេគឺសិតតែកាសែតអន្តរជាតិគាត់និយាយខ្វោកគេដឹងអ្នកឯងធោគេបាត់អ្នកឯងបោកគេបាត់ឃើញអត់បងប្អូនសួរថាតើណាពួកដែលត្រពង CPP ហ្នឹងអ្នកផ្សព្វផ្សាយហ្នឹងខំអួតថាមេអញបានជួបកាសែតណាល្បីតែអាមេនោះភ័យចិត្តងាប់អត់ដឹងខ្លួនតើប្រហែលហ្នឹងដូចកាសែតត្រពង CPP មួយរយៈដែលចុះទៅទល់ដែនទៅថតរឿងពិតធីសវណ្ណថាឯងលោតទៅថតរឿងពិតឯងថៃឯងចូលមកសម្រាប់ប្រជាពលរដ្ឋឯងមកយកដីផ្សាយតែរដ្ឋាភិបាលហ៊ុនសែនកំពុងតែលាក់នឹងគាត់ត្រូវជាមួយគេគាត់បកគលដីឲ្យគេគាត់កំពុងតែលាក់ពួកអ្នកឯងត្រពងកំពុងតែទៅហែកឲ្យគេដឹងចាប់ឯងដាក់គុកចាប់ធីសវណ្ណថាញាត់គុកកុំឲ្យស្រែកទៀតពលរបស់នឹងអញអត់ចង់ឲ្យស្អុយទេហើយមិនបានទៅហែកណាអស់លោកនៅជាមួយលោកហ៊ុនសែនណាមើលផងតិចឃើញលោកហ៊ុនសែនស្រែកជេរតាមគាត់ជាប់គុកដូចប្អូនកសែតមួយស្អីរទ្ធីនោះម្ដងនោះលោកហ៊ុនសែនគាត់ស្រែកថាម៉េចហើយស្រែកបន្តតាមមានអីចូលគុកអត់បានទេណាលោកហ៊ុនសែនយើងមើលផងកុំឃើញគាត់បាត់ឆ្វេងគាត់សញ្ញោឆ្វេងថាគាត់បាត់ឆ្វេងណាបច្ចុប្បន្នគាត់ជាសញ្ញោឆ្វេងគាត់បាត់ស្ដាំហើយយើងអត់ដឹងទៅលោតតាមគាត់700ហើយមួយរយៈកន្លងទៅដែលគាត់ស្រែកគាត់ប្រឆាំងជាមួយថៃវាយខ្មែរថៃវាយខ្មែរមុនថៃរំលោភខ្មែរកសែតអូលោតតាមការពិតគេត្រូវរៅគ្នានឹងឃើញទេគេធ្វើរបងលើដីខ្មែរបែរទៅជាលោកហ៊ុនសែនថាថៃធ្វើរបងអត់ទាន់ចូលដីខ្មែរទេឃើញអត់ណាទាំងអ្នកកសែតទាំងអ្នកត្រពងប្រយ័ត្នមែនតើប្រយ័ត្នដូចធីសវណ្ណថាណាអញ្ចឹងហើយបានកសែតប្រហែលថ្ងៃនឹងពួកត្រពងហ៊ុនសែនខំបញ្ចេញមកហើយបញ្ចេញរហូតដល់មានស្រីម្នាក់នេះខ្ញុំឲ្យបងប្អូនស្ដាប់បន្តិចចាត់ការដាក់ទណ្ឌកម្មមន្ត្រីអង្គការខ្មែរជាច្រើនអ្នកប្រយ័ត្នដូចធីសវណ្ណថាការដាក់ទណ្ឌកម្មមន្ត្រីអង្គការខ្មែរជំរាបសួរពុកម៉ែបងប្អូននេះមើលស្រីម្នាក់នេះនៅញូហ្សេឡង់នេះបាទខ្ញុំយកមកដាក់ឃើញថ្មីនេះតាច់បបរទៅប្តីខ្លួនម្នាក់លោកបានមានកិច្ចសម្ភាសការនិយាយអំពីស្ថានភាពស្ថានភាពរបស់ខ្មែរយើងតាក់ទងនឹងសង្គ្រាមព្រំដែនតាក់ទងនឹង scam online តាក់ទងឯងជាដើមអញ្ចឹងទៅចាពុកម៉ែបងប្អូននៅក្នុងនោះមានបុគ្គលម្នាក់គាត់លើកយកមកធ្វើជាប្រធានបទខ្ញុំខ្ញុំឆ្លើយតបនឹងបកស្រាយនៅអ្វីដែលជាការយល់ឃើញរបស់នេះខ្ញុំសូមពុកម៉ែបងប្អូនស្ដាប់នៅវីដេអូមួយនេះដូចតទៅឥឡូវលោកហ៊ុនម៉ាណែតទៅវិញនៅពេលដែលផ្ដល់បទសម្ភាសឲ្យវិទ្យុទូរទស្សន៍ Bloomberg ហ្នឹងមានរឿងមួយដ៏គួរឲ្យរកម្មចិត្តមែនតើហើយខ្ញុំមិននឹកស្មានថាលោកហ៊ុនម៉ាណែតនឹងយកវិធីនេះទៅឆ្លើយជាមួយទូរទស្សន៍អន្តរជាតិបែបនេះព្រោះវិធីបែបនេះគឺជាការដែលធ្វើឲ្យកម្ពុជាបាក់មុខមាត់យ៉ាងខ្លាំងឲ្យសហគមន៍អន្តរជាតិអស់សង្ឃឹមនៅក្នុងការចាត់ការអក្រិតកម្មឆបអនឡាញដែលដោយការសន្យារបស់កម្ពុជាហើយហេតុអីលោកហ៊ុនម៉ាណែតក៏និយាយចាត់ទុកបញ្ហាអង្គញាអ្នកអង្គញាកុកអាននឹងលេខយំផាត់ជារឿងបុគ្គលរឿងនេះគឺនៅពេលដែលអាវរិលហុងលោកស្រីអាវរិលហុងសួរលោកហ៊ុនម៉ាណែតតាក់ទងនឹងរឿងឆបអនឡាញនេះតើកម្ពុជាយល់យ៉ាងណាដែរពីចំណាត់ការរបស់អាមេរិកដែលចាត់ការដាក់ទណ្ឌកម្មមន្ត្រីអង្គការខ្មែរជាច្រើនអ្នកតើយុត្តិធម៌ដែរឬទេគេសួរសំណួរលោកហ៊ុនម៉ាណែតតើអាមេរិកដាក់អញ្ចឹងសមទេគេសួរអញ្ចឹងគេសមទេទទួលយកបានទេកម្ពុជានៅលោកហ៊ុនម៉ាណែតឆ្លើយថាម៉េចទេគាត់ថារឿងឆបអនឡាញនេះកម្ពុជាបដិញ្ញាប្រយុទ្ធប្រឆាំងហើយចំពោះលីយងផាត់នឹងកុកអានលោកកាត់ទុកថានេះគឺជារឿងបុគ្គលសុទ្ធសាធអូខ្ញុំចង់ផ្លាក់ផ្លាំក្តុកបងប្អូននៅពេលដែលគាត់និយាយរឿងបុគ្គលសុទ្ធសាធអញ្ចឹងខ្ញុំគិតថាអូអ្នកដឹកនាំខ្មែរគាត់ដោះសារការពារស្រាតខោកដៅវាទាំងម្ដងហេតុអីបានជារឿងលោកសុកអានលោកកុកអានហើយនឹងលោកលីយងផាត់ជារឿងបុគ្គលទៅវិញនៅពេលដែលរឿងហ្នឹងវាពាក់ព័ន្ធនឹងជាតិយើងទាំងមូលនេះខ្ញុំកំពុងតែឆ្ងល់ហើយហេតុអីបានជាគាត់និយាយយ៉ាងធូរខ្សុយ
តែធ្វើឲ្យសហគមន៍អន្តរជាតិអស់សង្ឃឹមខ្លាំងលើរដ្ឋាភិបាលកម្ពុជាដោយសារប្រសាសន៍របស់លោកហ៊ុនម៉ាណែតចាពុកម៉ែបងប្អូននៅពេលដែលពុកម៉ែបងប្អូនបានស្ដាប់នៅវីដេអូហ្នឹងហើយពុកម៉ែបងប្អូនយល់យ៉ាងម៉េចដែរចំពោះនាងខ្ញុំអ្វីដែលសម្ដេចបវរធិបតីហ៊ុនម៉ាណែតលោកយើងលោកលើកមកនិយាយនៅពេលដែលគេសួរសំណួរតាក់ទងជាមួយនឹងរឿងអ្នកអង្គការកុកអានលោកបានមានប្រសាសន៍ថានេះគឺជារឿងបុគ្គលខ្ញុំនិយាយម្ដងហើយម្ដងទៀតក្នុងនាមយើងជាអ្នកធ្វើមាតិកាមួយយើងត្រូវបាយទៅលើផ្អាយទៅលើមូលដ្ឋានបច្ចៈស្ដែងផ្អាយទៅលើឯកសារដែលជាដែលអាចធ្វើឲ្យយើងធ្វើជាភ័ស្តុតាងបានដើម្បីផ្ដល់ឲ្យអ្នកអានអ្នកស្ដាប់គេមានទំនុកចិត្តក្នុងការទទួលយកព័ត៌មានហ្នឹងហើយព័ត៌មាននេះមិនមែនជារឿងថ្មីទេរឿងនេះគឺជារឿងចាស់មកហើយអញ្ចឹងហើយបានជាសារព័ត៌មានរបស់ Bloomberg បានលើកមកសួរជាសំណួរព័ត៌មាននេះបានលើកឡើងនៅពេលដែលក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើសេចក្តីប្រកាសតាំងពីថ្ងៃទី23ខែមេសាឆ្នាំ2026មកម្លេះនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកគេមិនបានលើកបញ្ហានេះថាជារឿងប្រទេសជាតិទេគឺគេសម្ដៅទៅលើអង្គការកុកអានហើយនឹងអង្គការរដ្ឋាភិបាលស្មីនិងសហការីរបស់ខ្លួនចំនួន28រូបទៀតដែលធ្វើការឆោបបោកអនឡាញឬក៏បញ្ហាអកតកម្មមួយចំនួនដែលតាក់ទងជាមួយនឹងបណ្ដឹងរបស់ជនរងគ្រោះដែលជាជនជាតិអាមេរិកដែលប្តឹងទៅក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងពុកម៉ែបងប្អូនតើអ្វីដែលសម្ដេចបវរធិបតីហ៊ុនម៉ាណែតលោកលើកឡើងថារឿងនេះជារឿងបុគ្គលខុសដែរទេហេតុអីបានលោកលើកឡើងអញ្ចឹងយោងទៅតាមព័ត៌មានរបស់ក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកនេះពុកម៉ែបងប្អូនដូចតែខ្ញុំភ្ជាប់មកជាមួយនេះគឺគេមិនបានអានឹងហើយដែលនាងរស់នៅប្រទេសញូហ្សេឡង់ខ្ញុំអត់ចង់ឆ្លើយទេតែនៅប្រទេសញូហ្សេឡង់ហើយបងប្អូនយើងនៅទីនេះគាត់ប្រតិកម្មខ្លាំងហើយគាត់តាក់ទងមកខ្ញុំឲ្យខ្ញុំឆ្លើយខ្លះទៅអ្នកនាងរស់នៅប្រទេសញូហ្សេឡង់អ្នកនាងអត់យល់ផងហ្នឹងដូចខ្ញុំបានបញ្យល់មិញអញ្ចឹងអ្នកនាងអត់យល់ផងហ្នឹងពេលដែលយើងជួបដូចខ្ញុំបានអញ្ចឹងពេលដែលលោកប្រធានសំរងស៊ីមកបើមកជួបតំណាងរាស្ត្រអានឹងយើងជួបមន្ត្រីធម្មតាទេតែបើតំណាងរាស្ត្រនោះគឺនៅក្នុងជួររដ្ឋាភិបាលជាតំណាងរាស្ត្រក៏ដោយជាព្រឹទ្ធសភាក៏ដោយបើមកជួបអ្នកណាម្នាក់មានន័យតំណាងរបស់រដ្ឋាភិបាលយល់ទេនាងមករស់នៅទីនេះនាងអត់យល់ផងហ្នឹងយ៉ាងអាមិញដូចគ្នាលីចុងផាត់ជាមួយកុកអានគាត់ជាព្រឹទ្ធសភាណាគាត់ជាសមាជិកព្រឹទ្ធសភាលោកហ៊ុនសែនជាប្រធានព្រឹទ្ធសភាគាត់ធ្វើអីក្នុងនាមរដ្ឋាភិបាលមិនមែនគាត់ជានឹកឃើញគាត់ដើរធ្ងើទេហើយនៅស្រុកនេះនាងអត់ទាំងយល់ផងនឹងក្នុងនាមខ្ញុំឧទាហរណ៍ថារដ្ឋមន្ត្រីទៅនិយាយរឿង business ឯកជនក្នុងនាមខ្ញុំដើរតួជារដ្ឋមន្ត្រីទៅនិយាយពីរឿង business ឯកជនដកតំណែងភ្លាមលើកលែងតែទៅនិយាយពីរឿង business របស់រដ្ឋាភិបាលអានឹងអូខេតែក្នុងនាមយើងកាន់តួនាទីជារដ្ឋមន្ត្រីបែរទៅទីនិយាយឯកជនជាមួយនឹងបរទេសអត់ដាច់ខាតពេលអ្នកឯងខ្លាយទៅជារដ្ឋមន្ត្រីខ្លាយទៅជានាយករដ្ឋមន្ត្រី business អ្នកឯងមានណាត្រូវលាតំណែងនឹងរកមនុស្សផ្សេងឲ្យគ្រប់គ្រងសម្រាប់ business អ្នកឯងអត់មានមកពាក់ព័ន្ធជារឿងបងប្អូនមើលតាត្រាំមហាសេដ្ឋីនៅសហរដ្ឋអាមេរិកតាត្រាំខ្លាយទៅជាប្រធានាធិបតីតាត្រាំអត់ពាក់ព័ន្ធរឿង business គាត់ដាច់ខាតអត់ទេតាហ៊ានគាត់ទៅតាក់ទងរឿង business គាត់ត្រូវលាតំណែងជាប្រធានាធិបតីនឹងភ្លាមអត់មានតាក់ទងទេអត់ឲ្យទេនាងនៅទីនេះនាងអត់យល់ផងនឹងណាអញ្ចឹងអង្គការទាំងពីរជាព្រឹទ្ធសភារបស់លោកហ៊ុនសែនអញ្ចឹងនៅក្នុងនាមគាត់មានតួនាទីនៅក្នុងជាសមាជិកព្រឹទ្ធសភារដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះការងាររបស់គាត់ចំពោះអ្វីដែលកើតឡើងចំពោះគាត់អញ្ចឹងបែរលោកហ៊ុនម៉ាណែតមកនិយាយថារឿងនេះរឿងឯកជនខ្ញុំមិននិយាយពាក្យជ្រៅទេបើនិយាយភាសាធម្មតាឈួតសុទ្ធវាអត់ត្រូវតតែសោះហើយបើចង់ត្រូវមែនលោកហ៊ុនម៉ាណែតចាប់អង្គការទាំងពីរនេះយកមកស្រាវជ្រាវអានឹងបាទលោកហ៊ុនម៉ាណែតរួចខ្លួនឥឡូវនេះលោកហ៊ុនម៉ាណែតអត់មានកលាអីរួចខ្លួនទេដូចខ្ញុំថាយ៉ាងចោះទឹកកពើឡើងលើខ្លាតួនាទីរបស់លោកទាំងពីរសិតតអ្នកកាន់លុយដើម្បីគណៈបកប្រជាជនមានតួនាទីជាសមាជិកព្រឹទ្ធសភាអញ្ចឹងគឺជាសមាជិករបស់រដ្ឋាភិបាលតំណាងឲ្យរដ្ឋាភិបាលដូចខ្ញុំរាល់ថ្ងៃអ្វីដែលខ្ញុំនិយាយខ្ញុំជា
ប្រធានស្ថាប័នរបស់រដ្ឋាភិបាល$23អ្វីដែលខ្ញុំនិយាយមិនត្រឹមត្រូវវាប៉ះពាល់ទៅដល់រដ្ឋាភិបាល23ឯករាជ្យ$23ដូចគ្នាព្រោះយើងជាសមាជិកនៅក្នុងរដ្ឋាភិបាល$23អញ្ចឹងការនិយាយស្អីក៏ដោយគឺវាប៉ះពាល់ទៅដល់រដ្ឋាភិបាល$23ដែរអញ្ចឹងយើងអត់ចេះតែនិយាយអីព្រាយផ្ដាស់ទេបងប្អូនណាអញ្ចឹងនាងត្រូវយល់ត្រូវស្វែងយល់ពីនឹងសិនបាននាងអាចចោទលោកមួងណារ៉េតថាលោកមួងណារ៉េតនឹងនិយាយបំភ្លឺការពិតអត់បំភ្លឺការពិតនេះជារឿងពិតនាងខ្លួនឯងទេដែលមករស់នៅប្រទេសប្រជាធិបតេយ្យទៅគ្រប់គ្រងរបបផ្ដាច់ការទៅគ្រប់គ្រងអ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យនាងមកក្នុងនាមអីប្តីការមកក៏មានហ្វមដាក់អាផ្លាយនាងត្រឡប់ទៅមើលហ្វមរបស់នាងដែលនាងបំពេញនៅ form immigration គេបានសួរនៅក្នុង character ទៅមើលទៅទំព័រទី8ឬមួយក៏ទំព័រទី11ទៅមើលទៅនៅក្នុង character ហ្នឹងនាងបានគូសយ៉ាងម៉េចគេសួរនាងថាមានបានចូលរួមជាមួយនឹងអ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យទេគេហៅថា human right abuse នាងឆ្លើយថា no ដល់ឥឡូវនាងទៅត្រូវជាមួយនឹងអ្នកដែលបំផ្លាញសិទ្ធិមនុស្សអ្នកដែលក្រុមរបបផ្ដាច់ការនាងទេដែលធ្វើខុសច្បាប់ប្រទេសញូហ្សេឡង់នាងទៅមើលឲ្យស្រួលខ្លួនឯងវិញកុំឲ្យសាវរាស៊ីអ្នកនិយាយហើយបើសាវរាស៊ីនិយាយខុសនាងប្តឹងទៅប្តឹងសាវរាស៊ីទៅថាសាវរាស៊ីនិយាយពលឺតែនាងទៅមើលហ្វមរបស់នាងសិនហើយបើនាងបានចូលសញ្ជាតិញូហ្សេឡង់ហើយណាក៏នាងបានស្បត់នៅសាលាក្រុងតាក់ទងរឿងដែលនាងអត់ចូលកុម្មុយនីសនាងអត់ចូលរបបផ្ដាច់ការនាងអត់ចូលអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យដែរនាងបានស្បត់បើនាងបានចូលសញ្ជាតិញូហ្សេឡង់លើកលែងតែមិនទាន់បានចូលតែបើមិនទាន់បានចូលក៏ក្នុងពេលដែលប្តីនាងដាក់ហ្វមធានានាងមកក៏នៅក្នុង character នឹងនាងចូលទៅមើលភាសាទៀតយល់ទេហើយបើសាវរាស៊ីនិយាយខុសប្តឹងសាវរាស៊ីទៅខ្ញុំមិនចង់ឆ្លើយទេតែអ្វីដែលនាងនៅប្រទេសញូហ្សេឡង់នាងបំពេញពេកហើយអានឹងអ្នកញូហ្សេឡង់ទេឲ្យខ្ញុំឆ្លើយឲ្យខ្ញុំសួរនាងឲ្យច្បាស់ថាតើនាងភ័យយ៉ាងម៉េចនាងនិយាយតែការពិតទៅគ្មានអ្នកណាគេ complain ទេមើលមួយរយៈកន្លងទៅមើលហើយដែលនិយាយពីទង្វើអដេរឆានអាគាត់ចិត្តសមស៊ីបោកតែជាជនតែក្នុងប្រទេសក្រៅប្រទេសហ្នឹងរហូតដល់គេដាក់ងារអាព្រាយស្រោមសមុទ្រហ្នឹងណាដូចមកអាឆាយហើយតែឃើញសម្ដីថ្លៃរបស់ CPP ទេហើយផែងវណ្ណៈនេះជានរណាកូនយួនសុកសាប់ណាឃើញនេះដែលនិយាយមកឆ្លើយមកពីទៀតអញនិយាយដល់ឯងនិយាយលើ KPI ណាអាមកវិញអាមុនរ៉េតហើយដែលនិយាយពីទង្វើអដេរឆានអាគាត់ចិត្តសមរស៊ីបោកតែជាជនទាំងក្នុងប្រទេសក្រៅប្រទេសហ្នឹងរហូតដល់គេដាក់ងារអាព្រាយស្រោមសមុទ្រហ្នឹងណាសំរងស៊ីស្រែកថាបោកប្រាស់រាជក្បត់ជាតិទាំងក្នុងប្រទេសក្រៅប្រទេសព្រាយស្រោមសមុទ្របើគាត់ព្រាយស្រោមសមុទ្រវាប្រសើរជាងមេដឹកនាំលោកនោះដែលបំផ្លាញជាតិបំផ្លាញរ៉ែបំផ្លាញធម្មជាតិឥឡូវคลายទៅជាចោលលួចលុយពិភពលោកឯងឆ្លើយទៅខ្ញុំអត់កាន់ជើងលោកមួងណារ៉េតទេតែអ្វីដែលលោកមួងណារ៉េតដែលគាត់បកស្រាយរាល់ថ្ងៃសុទ្ធសឹងតែជាការពិតបងប្អូនពិចារណាទៅលើកលែងតែប្រមាណឡាតែនេះទេណាដែលជាកូនយួននេះទេណាដែលក្តៅក្រហាយជាមួយមួងណារ៉េតបងប្អូនពិចារណាទៅ 99% ដែលប្រជាជនគេស្ដាប់លើកលែងតែពួកសម្រាមឯងប្រមាណនឹងទេណាហើយមកចោតលោកប្រធានហើយឌីលហៅសម្ដីលោកឯងណាសូម្បីតែខ្ញុំរាល់ថ្ងៃខ្ញុំមិនដែលទៅឌីលលោកហ៊ុនសែនអីអានចេះអានចោះដោយលោកឡុងហៅលោកហ៊ុនសែនសិតតែដៃជោកុយហៅលោកហ៊ុនម៉ាណែតសិតតែអាម៉ាណែតអញ្ចឹងចុះអត់ទេក្នុងនាមគណៈបកសង្គ្រោះជាតិមិនដែលមានថ្នាក់ដឹកនាំណាមកប្រហើនមកនិយាយបែបហ្នឹងអត់ទេលើកលែងតែជាបុគ្គលនៅក្នុងប្រព័ន្ធមីឌាដែលគាត់ក្តៅក្រហាយជាមួយនឹងរបបលោកហ៊ុនសែនគាត់ជេរគាត់អីអានឹងរឿងរបស់គាត់អត់តាក់ទងជាមួយនឹងគណៈបកទេអត់ទេហើយពួកលោកឯងនេះប្រើសម្ដីអានឹងខ្ញុំដឹងហើយថាលោកឯងត្រូវតែប្រើពួកមេលោកឯងលោកហ៊ុនសែនគាត់ប្រើសម្ដីបែបហ្នឹងអញ្ចឹងពួកលោកឯងរៀនពីគាត់មេខ្ញុំអត់មានប្រើអញ្ចឹងទេដែលលើលោកលិប្រធានសំរងស៊ីទៅប្រើសម្ដីអាក្រក់ដាក់លោកហ៊ុនសែនមិនដែលតតសោះ
ចឹងកូនចៅគាត់ល្អដូចគ្នាអត់មានថោកអញ្ចឹងទេហើយស្រែកថាលោកប្រធានសំរងស៊ីស្រោមសបុតដែលគេជូនគាត់ដោយសទ្ធាជ្រះថ្លាចង់ឲ្យគាត់យកថវិកានឹងដើម្បីបន្តដំណើរនយោបាយដើម្បីរំដោះជាតិខ្មែរមិនមែនដោយពួកលោកឯងលក់ជាតិឥឡូវមិនត្រឹមតែលក់ជាតិទេចោលលួចពិភពលោកសំមុខឯងដឹកនាំប្រទេសធ្វើចោលត្រូវទេខំងើបទៅខំបំពុលទៅក៏ប៉ុន្តែដល់ពេលវេលាហើយពួកនេះហ่ะបើសិនជាមានការផ្លាស់ប្ដូររយលឿនជាងគេទៀតទៅខាងកើតចឹងហើយបានកសែតប្រហែលថ្ងៃនឹងពួកត្រពងហ៊ុនណាលឿនជាងគេទៀតបងប្អូនរត់លឿនណាស់អញ្ចឹងមកដល់ពេលនេះបងប្អូនត្រូវចូលរួមទាំងអស់គ្នាកុំឃើញថារបបនឹងទុនដៃទុនជើងហើយយើងនាំគ្នាបង្ើយក៏ដោយអត់ទេទីមួយបងប្អូនឃើញហើយញ៉ាត់ដែលថ្នាក់ដឹកនាំបង្កើតដើម្បីឲ្យបងប្អូនចូលរួមចុះញ៉ាត់ហើយញ៉ាត់នឹងគឺងាយបំផុតខ្ញុំនិយាយតដែលទីមួយដាក់ឈ្មោះគាត់ទៅចុចនៅលើ link នឹងហើយឬមួយក៏ scan នៅក្នុង QR code នឹងហើយបងប្អូនឃើញហើយគេសួរឈ្មោះអីឈ្មោះដាក់ពិតក៏បានដាក់ឈ្មោះហាសនាមក៏បានទី2អាយុប្រមាណដាក់បំពេញក្នុងនឹងបំពេញដាក់គេដាក់ចន្លោះឧទាហរណ៍ចន្លោះពី30ទៅ40អញ្ចឹងដាក់បងប្អូនអាយុ35ដាក់ចន្លោះនឹងទៅទី3នៅឯណាបើបងប្អូននៅខ្មែរដាក់ Cambodia ទី4ថ្ងៃខែឥឡូវត្រូវថ្ងៃទី28ខែ7 2026ដាក់ពឹបចុច submit ពឹបចប់ទៅដល់កន្លែងគេប្រមូលរាប់លានឲ្យពិភពលោកគេឃើញថាណែរបបចោប500នេះប្រជាពលរដ្ឋរាប់លាននេះថ្កោលទោសហើយញ៉ាត់នេះគឺញ៉ាត់ថ្កោលទោសស្អីខ្លះ3ចំណុចដែលថ្កោលទោសទី1បាត់បង់ទឹកដីកម្ពុជាអ្នកឯងដឹកនាំប្រទេសធ្វើឲ្យប្រទេសបាត់បង់ខាងកើតទាំងខាងលិចគឺថ្កោលទោសអ្នកឯងតែម្ដងទី2ចោលលុយនេះអ្នកឯងដឹកនាំប្រទេសអ្នកឯងលួចលុយចោលលុយគេធ្វើឲ្យពិភពលោកគេស្អប់ខ្មែរដាក់ទណ្ឌកម្មខ្មែរវេទនាគឺដោយសារអ្នកឯងទី3ប្រជាពលរដ្ឋធ្លាក់ខ្លួនក្រីក្រជាពាក់ធនាគារសបែបយ៉ាងដោយសារអ្នកឯងថ្កោលទោស3ចំណុចហ្នឹងបងប្អូនអញ្ចឹងទី1ដើម្បីបងប្អូនបញ្ចេញកំហឹងដោយគេអត់ដឹងគឺនៅក្នុងញ៉ាត់នេះអត់មានអ្នកណាដឹងទេទី1ទី2ដើម្បីបង្ហាញពិភពលោកថាប្រជាពលរដ្ឋខ្មែររាប់លានអ្នកថ្កោលទោសរបបលោកហ៊ុនសែនដើម្បីឲ្យរបបនេះអត់នៅទេកាលណាថ្កោលទោសល្បីពិភពលោកហើយគេអត់ទុកទេពិភពលោកគេចង់ដឹងជាពិសេសមហាអំណាចទាំងអស់គេចង់ដឹងថាតើរបបនេះប្រជាពលរដ្ឋខ្មែរថ្កោលទោសយ៉ាងម៉េចហើយបើបងប្អូននៅតែហើយគាត់ទៅចោះញ៉ាត់1នាទីស្គត់មិនបានផងបើគេអ្នកចេះនឹងតាមមកដង្ហើមគេចោះបានហើយតែបងប្អូនថា1នាទីចោះរួមគ្នាឡើងដើម្បីជួយគ្នាហើយខ្ញុំឃើញប្រហែលថ្ងៃនេះរហូតដល់មួយថ្ងៃលោតដល់ 7-8 ពាន់អ្នកហើយដែលចូលរួមចុះអញ្ចឹងបងប្អូនប្រឹងបើខ្ញុំគិតថាមួយថ្ងៃចូល 50,000 ទៅ 10,000 អ្នកអានឹងបានសមដើម្បីឲ្យញ៉ាត់នេះធ្លាយចេញមកឲ្យឃើញណាឡើងសឹកតលៀនឡើងទៅអានឹងយើងជោគជ័យមែនតើហើយអញ្ចឹងបងប្អូនឲ្យមានបញ្ហាហ្នឹងចូលរួមទាំងអស់គ្នាវិធានបទមួយទៀតបងប្អូនយើងឃើញប្រហែលថ្ងៃនេះគឺស្ដេចសីហមុនីក៏ចេញដោះលែងលោកកឹមសុខាឲ្យមានសេរីភាពចេញមកក្រៅប្រទេសបានខ្ញុំបញ្យល់បងប្អូនបន្តិចលោកកឹមសុខាមិនបានគេចាប់ដាក់គុកដោយគេចោទលោកថាលោកក្បត់ជាតិខុបខិតជាមួយសហរដ្ឋអាមេរិកចឹងមែនទេបងប្អូនបានគេរំលាយគណៈបក្សសង្គ្រោះជាតិហើយចាប់លោកកឹមសុខាយកទៅដាក់គុកនៅត្រពាំង ខ្លុងក្រោយឡើងគេយកឲ្យលោកកឹមសុខាជាប់គុកនៅក្នុងផ្ទះ27 ឆ្នាំរំលាយគណៈបក្សសង្គ្រោះជាតិគឺដោយសារចោទលោកកឹមសុខាឥឡូវគេដោះលែងលោកកឹមសុខាថ្មីត្បិតតែគេមិនឲ្យលោកកឹមសុខាធ្វើនយោបាយតែលោកកឹមសុខាមានសេរីភាពចេញមកក្រៅប្រទេសហេតុដូចម្ដេចបានជារបបលោកហ៊ុនសែនលោកប្រធានសំរងស៊ីមានតនក្បត់ជាតិឯណាដើម្បីរំលាយគណៈបកឯណាអត់មានផងហ្នឹងបើលោកកឹមសុខាចេញមកក្រៅត្រូវឲ្យលោកសំរងស៊ីមានសិទ្ធិចូលក្នុងសាវរាស៊ីក៏ដូចគ្នាឯកឧត្តមអេងឆេអៀងលោកជំទាវមូសុខួរទាំងអស់នៅក្នុងគណៈបក្សសង្គ្រោះជាតិត្រូវតែដោះលែងអស់ពួកខ្ញុំកូនចៅលោកកឹមសុខាតាពេលលោកកឹមសុខាខ្លាយទៅជាប្រធានគណៈបក
ខ្ញុំមិនកូនចៅលោកកម្មសខាឥឡូវដោះលែងមេខ្ញុំហើយមិនបានខ្ញុំនៅជាប់បញ្ជីខ្មៅនៅស្រុកខ្មែរលោកហ៊ុនសែនធ្វើនយោបាយបោកប្រាស់ពិភពលោកបោកប្រាស់រាហើយបោកប្រាស់ពិភពលោកទៀតអញ្ចឹងមែនទេបងប្អូនឆ្លើយនៅក្នុងខមមិនក៏ដូចជាបងប្អូន CPP ក៏ដូចជារដ្ឋាភិបាលលោកហ៊ុនសែនលោកឯងបោកគេសុទ្ធសាធឥឡូវលោកដោះលែងលោកកម្មសខាឲ្យតើឲ្យមានសេរីភាពចេញមកក្រៅអញ្ចឹងលោកប្រធានសំរងស៊ីក៏មានសិទ្ធិចូលក្នុងប្រទេសមិនអញ្ចឹងឥឡូវបងប្អូនពិចារណាមើលអញ្ចឹងបងប្អូនត្រូវយល់ណារបបលោកហ៊ុនសែននេះនយោបាយគាត់បោកខ្មែរបោកពិភពលោកបោកទាំងអ្នកនយោបាយទាំងអស់អញ្ចឹងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាពិសេសសកម្មជនថ្នាក់ដឹកនាំរបស់គណៈបក្សសង្គ្រោះជាតិត្រូវងើបរួមគ្នាឡើងទាមទារយកសិទ្ធិរបស់យើងឲ្យស្មើភាពខ្ញុំនិយាយនេះមិនមែនថាទៅចំណែនអីលោកកឹមសុខាអត់ទេណាអត់ដាច់ខាតខ្ញុំសប្បាយចិត្តនៅពេលដែលគេដោះលែងលោកកឹមសុខាខ្ញុំមិនមែនសប្បាយចិត្តប៉ុណ្ណឹងខ្ញុំទាមទារឲ្យគេដោះលែងលោកកឹមសុខាមានសិទ្ធិសេរីភាពធ្វើនយោបាយឡើងមកវិញក៏ប៉ុន្តែបានមកកលៈដោះលែងលោកកឹមសុខាឲ្យមកក្រៅប្រទេសអញ្ចឹងខ្ញុំត្រូវតែមានសិទ្ធិចូលក្នុងប្រទេសដូចគ្នាពួកខ្ញុំកូនចៅលោកកឹមសុខាណាសូមផ្ដាំទៅលោកហ៊ុនម៉ាណែត2 បូក 2ត្រូវតែចេញ4លោកហ៊ុនម៉ាណែតឈប់បោករាជទៅឈប់បោកពលរដ្ឋខ្មែរឈប់បោកពិភពលោកទៅលោកស្មានលោកធ្វើនឹងមិនអាមេរិកអត់ដឹងទេលោកចោទថាលោកកឹមសុខាសហរដ្ឋអាមេរិកនៅពីក្រោយឥឡូវលោកអស់ច្រកលោកតលទីទេដែលលែងលោកកឹមសុខាឲ្យមកក្រៅនេះដោយសារអីដោយសារលោកជាប់គំនាបរឿងអ ுக ្រិតកម្មអនឡាញលោកចង់លួងសហរដ្ឋអាមេរិកអស់ផ្លូវលួងហើយពេលនេះគ្មានផ្លូវលួងទេលោកចង់លួងនឹងហើយបានប្រឡែងលោកកឹមសុខាតែមិនមែនប្រឡែងប៉ុណ្្នឹងទេលោកកឹមសុខាត្រូវមានសិទ្ធិធ្វើនយោបាយត្រឡប់មកវិញដោះលែងលោកកឹមសុខាបានន័យថាត្រូវដោះលែងគណៈបកសង្គ្រោះជាតិឲ្យត្រឡប់មកវិញឃុំសង្កាត់ 5007 សំឡេងត្រូវត្រឡប់មកវិញសមាជិកសភា55កៅអីត្រូវសងគាត់ត្រឡប់មកវិញថវិការបស់ឃុំសង្កាត់ថវិការបស់តំណាងរាស្ត្រដែលអ្នកឯងបិទគេ9 ឆ្នាំមកហើយត្រូវ reimburse ត្រឡប់មកវិញសងលុយប្រាក់ខែគាត់ត្រឡប់មកវិញទាំងអស់សងរហូតដល់ស្លាកសញ្ញាដែលគាត់ដាក់នៅខាងតាមផ្លូវថ្នល់ទៀតនោះបើនិយាយពីច្បាប់អ្នកឯងឈប់បោកពិភពលោកទៅចោទលោកកឹមសុខាថាក្បត់ជាតិរំលាយគណៈបកសង្គ្រោះជាតិគេឥឡូវប្រឡែងគេមកហើយប្រឡែងឲ្យលោកកឹមសុខាចេញមកហើយទៅរដ្ឋបတ်កូនចៅកឹមសុខាខ្ញុំកូនចៅគាត់តើមិនបានឯងដាក់ខ្ញុំក្នុង blacklist news អនឡាញស្រុកខ្មែរទៀតបើកមកវិញណាសុំផ្ដាំទៅរបបលោកហ៊ុនសែនរបបលោកហ៊ុនម៉ាណែតណាយកសម្ដីខ្ញុំទៅពិចារណាឲ្យសុំឲ្យបងប្អូនសកម្មជនគណៈបក្សសង្គ្រោះជាតិងើបតស៊ូពីចំណុចនេះឡើងតែដូចខ្ញុំបាននិយាយអញ្ចឹងណាអ្វីដែលខ្ញុំនិយាយនេះអត់មែនថាទៅចំណែនលោកកឹមសុខាអីអត់ទេតែចង់ឲ្យសេរីភាពរបស់លោកកឹមសុខាហើយឲ្យសេរីភាពគណៈបក្សសង្គ្រោះជាតិត្រឡប់មកវិញអ្នកឯងចោទគេខុសបើអ្នកឯងមិនចោទខុសមិនអ្នកឯងប្រឡែងគេទេអ្នកឯងចោទលោកកឹមសុខាដែលអត់មានទោសខុសទៅទេអ្នកឯងចោទថាលោកកឹមសុខានៅពីក្រោយអាមេរិកឥឡូវអ្នកឯងប្រឡែងឲ្យលោកកឹមសុខាចេញមកក្រៅអញ្ចឹងលោកកឹមសុខាទៅអាមេរិកលោកឯងអត់ខ្លាចថាទៅជួបអាមេរិកទៀតទេណាសិតតែរឿងលោកហ៊ុនសែនធ្វើនយោបាយបោករាជបោកពិភពលោកដោយសារអីឃើញគណៈបកសង្គ្រោះជាតិកាល2017ហ្នឹងឡើង41% ហើយលោកហ៊ុនសែនបានតែ42%អញ្ចឹងពេលដែលបោះឆ្នោតជាតិត្រូវបូក 15% ទៅលើគណៈបកប្រឆាំងទៀតអញ្ចឹងវាត្រូវចាញ់ឆ្នោត 100% បើមិនរំលាយលោកកឹមសុខាមិនចាប់លោកកឹមសុខាមិនរំលាយគណៈបកសង្គ្រោះជាតិលោកហ៊ុនសែនត្រូវរត់ចោលស្រុកអាហ្នឹងហើយបានគេធ្វើបែបហ្នឹងអញ្ចឹងលោកឯងឈប់បោកគេទៀតទៅហើយឲ្យប្រជាពលរដ្ឋងើបទាំងអស់គ្នាជាពិសេសអ្នកដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិទាមទារសិទ្ធិរបស់យើងមកវិញអំពាវនាវទាមទារលោកប្រធានសំរងស៊ីចូលស្រុកបានពួកអត់មានទោសរឿងអីដែលទៅបិទសិទ្ធិសេរីភាពលោកប្រធានសំរងស៊ី
ណាប្រហែលថ្ងៃនេះយើងឃើញសប្បាយចិត្តមែនទែនដោយរបបលោកហ៊ុនសែនជាពិសេសក៏អរគុណទៅដល់ព្រះមហាក្សត្រសីហមុនីដែលអនុញ្ញាតឲ្យលោកកឹមសុខារួចខ្លួនពីនៅក្នុងទ្រង់នៅក្នុងប្រទេសខ្មែរក៏ប៉ុន្តែអស់លោកកុំបោករាសណាហើយសុំសម្ដេចសីហមុនីមេត្តាពិនិត្យពិច័យរឿងហ្នឹងសារឡើងមកវិញបើព្រះអង្គម្ចាស់បានសញ្ញេណែចុតម៉ាយទៅលើលិខិតដែលអនុញ្ញាតឲ្យលោកកឹមសុខាបានរួចពីស្រុកខ្មែរអាចចេញមកក្រៅបានហើយលោកត្រូវតែឡាយប្រហោះមួយទៀតតាក់ទងនឹងឲ្យលោកប្រធានសំរងស៊ីចូលស្រុកវិញបានដែរណាអានឹងបានវាអ្នកនយោបាយអត់បោកបើមិនចឹងទេលោកហ៊ុនសែនបោកលុយគេហើយបោកនយោបាយទាំងក្នុងស្រុកបោកនយោបាយទាំងក្រៅស្រុកអាក្រក់ហួសពេកហើយសូមឲ្យប្រជាជនងើបឡើងតស៊ូឡើងទាមទារចំណុចហ្នឹងឲ្យខ្លាំងក្លាបើមិនចឹងឯលោកហ៊ុនសែនបោកដល់ថ្ងៃស្លាប់ខ្ញុំអានខមមិនបងប្អូនបន្តិចបាទចុងក្រោយគឹមលីឈួងបាទជំរាបសួរលោករាស៊ីចង់ប្រាប់ដឹងសុទ្ធតែនៅសល់គ្រប់ក្រសួងដកចេញខ្ញុំអានពីត្រឹមឯកឧត្តមសៀងផ្អាប់បាទអរគុណប៊ុនធីតាតនបើខ្មែរមិនភ្ញាក់រលឹកទេជាតិសាសន៍ដតីនឹងមកគ្រប់គ្រងហើយត្រឹមត្រូវ 100% វិវត្តវងជំរាបសួរលោកបងអរគុណវិវត្តសៀមអេងបងសៀមអេងបាទរៃឡែនបាទ specialist as ខ្លងអាខ្លងបាទអាឡុងនឹងវាគិតថាវាទៅចូលលោកហ៊ុនសែនវាត្រពងគេណាសង្ឃឹមថាវារួចខ្លួនអត់រួចខ្លួនទេលោកឯងជាអាក្រក់គេអាក្រក់ណាស់លោកឯងមើលងាយគេអាក្រក់ណាស់ទី1លោកឯងទៀមទាឲ្យលោកហ៊ុនម៉ាណែតជាមួយលោកហ៊ុនសែនមើល DNA អានឹងគេអត់ស្បាយចិត្តមួយលោកឯងទេលោកឯងហៅលោកហ៊ុនម៉ាណែតសត្វតាម៉ាណែតឯងឲ្យឪឯងធ្វើអញ្ចេះធ្វើអញ្ចោះសម្រាប់ឯងចេះចោះអានឹងក៏គេអត់ទុកលោកឯងដែរយល់ទេលោកឯងពេលដែលលោកឯងនិយាយជេរគេលោកឯងជេរអាក្រក់ពេកហើយខ្ញុំអត់កាន់ជើងទេតែលោកឯងពួយគេសត្វតាម៉ាណែតសត្វតាដៃជូកុយសត្វតាតែស្អីឡាប់ដួយអីលោកឯងសម្ដីលោកឯងអសរោះពេកហើយណាមកដល់ពេលនេះលោកឯងធ្វើទៅត្រគេក៏អាចភ្លេចជុងតែជុងអត់អាចភ្លេចកុកទេបន្តិចឡងប្រយ័ត្នបន្តិចណាប្រយ័ត្នដូចធីសវណ្ណថាចូលទៅធីសវណ្ណថាជាគ្នាឲ្យលោកឯងម៉ាក់ប៉ាម៉ាក់ដែលមានគុណពួកនឹងចុងក្រោយក៏មិនរួចខ្លួនដែរពួកគាត់គ្រប់គ្រងគុំនេះនឹងថ្ងៃណាមួយរឿងនឹងធ្លាក់មកដល់វានៅស្រុកក្រៅត្រឹមត្រូវសាវលីសួស្ដីបាទពីចម្ងាយសុធាវីហេងបាទ Good morning from Australia សួស្ដីបងសុធាវីបាទអរគុណអភ័ព្វត្រូវការយុត្តិធម៌ពលរដ្ឋនៅក្នុងស្រុកគាត់តែងងើបគាត់អត់ងើបទេតែមិនអ្នកនយោបាយនៅក្នុងនៅក្រៅស្រុកអត់ងើបហើយអត់គោលដៅច្បាស់តើក្នុងស្រុកគាត់ហ៊ានទេត្រឹមត្រូវយើងនៅខាងក្រៅក៏យើងរៀបផែនការមានផែនការយើងនឹងធ្វើបងប្អូនត្រៀមទាំងអស់គ្នាគាត់ថ្ងៃនេះខ្ញុំត្រូវឲ្យបងប្អូនបញ្ញាក់ស្មារតីឲ្យបងប្អូនយល់ថាតើដល់ពេលណាដែលយើងអាចនៅតែទ្រាំអញ្ចឹងឬមួយក៏យើងធ្វើយ៉ាងម៉េចសង្ឃឹមថ្ងៃមួយពួកអាជឿត្រកូលហ៊ុនជាពួកត្រូវត្រាំញៀននិងរណ្ដៅអានេះខ្ញុំអានរួចហើយមិញបងប្អូនគាត់ដាក់មកភាសាទៀតឬមួយយ៉ាងម៉េចជម្រាបសួរលោកក្មួយបាទអរគុណអ្នកមានគុណវាមិនខ្វល់គេដាក់ទណ្ឌកម្មអ្វីទេព្រោះរកលុយបានច្រើនណាស់ជាមួយជាមួយ scam online បោកពិភពលោកឥឡូវនេះកម្មតន់ជន់កែងទេវតាបំផ្លាញបរមីបំផ្លាញវាបានហើយខ្ញុំអានពីក្រោមមកវិញរួចឆ្ងាយមែនតើហើយយើងអានអត់អស់ហេងហឿនបាទឡុងសារ៉ាត់សុកលេងបាទ brother good evening from USA បាទអរគុណសុកលេង burger បាទសាមឿនសាន់បើគេដោះលែងប្រធានបក
គណៈបកសង្គ្រោះជាតិហើយត្រូវអនុញ្ញាតឲ្យបកសង្គ្រោះជាតិដំណើរការឡើងមកវិញត្រឹមត្រូវឥឡូវនេះមានអីត្រូវខុសអញ្ចឹងបានតែលោកហ៊ុនសែនគាត់ទាត់ច្រកហើយដោះលែងលោកកឹមសុខារឿងអីគណៈបកអត់ប្រឡែងគណៈបកគេគូលនងអីគេណាហើយខ្ញុំជឿលោកកឹមសុខា 100% នៅពេលដែលគាត់មកស្រុកក្រៅគាត់មិនមែនទៅជួបតែគណៈបកសិទ្ធិមនុស្សទេព្រោះគាត់ប្រធានគណៈបកសង្គ្រោះជាតិខ្ញុំជឿថាគាត់ច្បាស់ជាមកជួបសកម្មជនគណៈបកសង្គ្រោះជាតិមិនមែនសិទ្ធិមនុស្សទេក្នុងសិទ្ធិមនុស្សហ្នឹងវាមានពីរវាមានគណៈបកសំរងស៊ីនិងគណៈបកសិទ្ធិមនុស្សក៏ប៉ុន្តែលោកកឹមសុខាគាត់ប្រធានគណៈបកសង្គ្រោះជាតិអញ្ចឹងគាត់បើគាត់ជួបទាំងអស់អត់ប្រកាន់ហើយខ្ញុំជឿ 100% ថាលោកកឹមសុខាមិនមែនប្រធានគណៈបកសិទ្ធិមនុស្សទេគឺលោកជាប្រធានគណៈបកសង្គ្រោះជាតិហើយពួកយើងសប្បាយចិត្តនឹងជួបគាត់អត់មានរឿងអើងគាត់ទេយើងរងចាំគាត់យូរហើយអញ្ចឹងខ្ញុំជឿថាគាត់នឹងមកជួបគឺមកជួបទាំងអស់គ្នាហើយលោកហ៊ុនសែនគាត់ចង់ធ្វើនយោបាយដើម្បីអីបំបែកខ្មែរបំបែកយ៉ាងម៉េចគិតថាប្រឡែងលោកកឹមសុខាឲ្យលោកកឹមសុខាចូលមកជួបគណៈបកសិទ្ធិមនុស្សទៅដើម្បីឲ្យគណៈបកសិទ្ធិមនុស្សនិងគណៈបកសំរងស៊ីនឹងមានការអន់ចិត្តគ្នាផេះបើសេរីភាពឲ្យលោកកឹមសុខាមានសិទ្ធិធ្វើនយោបាយវិញមកចាំមើលបែកឬមួយមិនបែកណាខ្ញុំនៅតែជឿស្មារតីរបស់លោកកឹមសុខាអញ្ចឹងបងប្អូនអស់លោកដែលជាសកម្មជនគណៈបកសង្គ្រោះជាតិនាំគ្នាងើបឡើងទាមទារសិទ្ធិសេរីភាពរបស់គណៈបកឡើងមកវិញអ្នកឯងដោះលែងលោកកឹមសុខាឲ្យមានសេរីភាពចេញមកក្រៅត្រូវឲ្យសំរងស៊ីចូលស្រុកខ្មែរវិញមានសិទ្ធិទាំងអស់ពួកអ្នកឯងបើករួចទៅហើយបើកចំហរួចហើយអ្នកឯងចោតអាមេរិកអ្នកឯងអត់មានកាត់ទោសអាមេរិកផងណាអ្នកឯងខុសទាំងអស់អញ្ចឹងបើកទាំងអស់អ្នកនយោបាយរបស់គណៈបកប្រឆាំងទាំងអស់ត្រូវមានសិទ្ធិចូលស្រុកខ្មែរហើយបើលោកហ៊ុនសែនសឿងចូលមកបោះឆ្នោតសាដើមបោះឆ្នោតក្នុងពេលខាងមុខអ្នកណាបង្កើតគណៈបកអ្នកណាអីថាមិនអោយសង្គ្រោះជាតិឈ្នះក៏មិនអោយសង្គ្រោះជាតិមកវិញក៏ដោយតែឲ្យលោកប្រធានសំរងស៊ីនិងលោកប្រធានសំកម្មសុខាមានសិទ្ធិពេញលេញចូលស្រុកខ្មែរធ្វើនយោបាយស្រុកខ្មែរបើឲ្យគណៈបកសង្គ្រោះជាតិត្រឡប់មកវិញអានឹងដូចបងប្អូនខ្ញុំបានលើកអញ្ចឹងត្រូវសងគុំសង្កាត់ 5007 កៅអីនឹងមកវិញត្រូវសងតំណាងរាស្ត្រ55 កៅអីមកវិញត្រូវឲ្យលុយតំណាងរាស្ត្រត្រូវឲ្យលុយមេឃុំចៅសង្កាត់ក្រុមប្រឹក្សាឃុំចៅសង្កាត់ 5000 នាក់នឹងត្រឡប់មកវិញទាំងអស់ទៀតសងថវិកាស្លាកសញ្ញាស្អីក៏ដោយទ្រព្យសម្បត្តិរបស់គណៈបកសង្គ្រោះជាតិត្រឡប់មកវិញតែឥឡូវបើធ្វើអានឹងថាលោកហ៊ុនសែនវាអត់លុយទៅចោះឥឡូវឲ្យតែគណៈបកសង្គ្រោះជាតិមកវិញឬមួយក៏ឲ្យលោកកឹមសុខានិងលោកប្រធានសំរងស៊ីមានសិទ្ធិបង្កើតបកថ្មីធ្វើនយោបាយឡើងមកវិញអានឹងបានត្រឹមត្រូវបើមិនអញ្ចឹងលោកឯងធ្វើនយោបាយបោកពិភពលោកទៅលោកឯងថាគិតថាគេអត់ដឹងអីហើយក៏អំពាវនាវលើកថ្វាយអង្គមពីចម្ងាយដល់ព្រះអង្គម្ចាស់ជាពិសេសសីហមុនីបាទសូមឲ្យព្រះអង្គណាពិចារណាឲ្យគិតគូរសារឡើងមកវិញត្រូវចុតម៉ាយត្រូវឡាយប្រហោះដើម្បីឲ្យលោកប្រធានសំរងស៊ីមានសិទ្ធិចូលប្រទេសខ្មែរលោកកឹមសុខាមានសិទ្ធិធ្វើនយោបាយពេញលេញឥឡូវនេះអាមេរិកគេជន់កហើយបានដោះបានប៉ុណ្ណឹងបន្តិចទៀតត្រូវតែដោះទៀតទាំងបារាំងទាំងអីត្រូវតែគេធ្វើហើយគេអត់ទុកទេបងប្អូនលោកហ៊ុនសែនមិនស្ដារលទ្ធិប្រជាធិបតេយ្យឡើងមកវិញមានន័យថាប្រឆាំងជាមួយសហរដ្ឋអាមេរិកហើយបើប្រឆាំងជាមួយសហរដ្ឋអាមេរិកអ្នកឯងឧក្រិដ្ឋកម្មអនឡាញតាហេងសុយដូចវេណេស៊ុយឡាអញ្ចឹងប្រធានាធិបតីវេណេស៊ុយឡាកំពុងកាត់ទោសនៅអាមេរិកហើយស្រុកខ្មែរវេណេស៊ុយឡាដោយកប៉ាល់ហោះគេចុះទៅគេមានកប៉ាល់ហោះច្រើនស្រុកខ្មែរខ្ញុំធានាតែកប៉ាល់ហោះមួយបានហើយតបអង្គការសហជីវជាតិឬមួយតបអាមេរិកតែ100នាក់គ្មានអស់លោកនៅស្រុកខ្មែរហ៊ានអីទេហ៊ីងមុនហៀងពីដើមដល់ថវាយអាមេរិកពេលនេះមិនវាយអាមេរិកតើអាមេរិកទៅដល់ SBI ទៅដល់ស្រុកខ្មែរហើយចាប់មិនទៀតដាក់ទៅរួញដោយកត្រប់បងប្អូនសារអញ្ចឹងដល់ពេលនេះអ្នកប្រជាធិបតេយ្យ
ជាពិសេសអស់លោកដែលជាមន្ត្រីអ្នកប្រជាធិបតេយ្យទាំងអស់ខ្ញុំពីវនីវរបបលោកហ៊ុនសែនគេចង់សម្ព័ន្ធតែជាមួយពួកកុម្មុយនីសទេប្រទេសគេស្រែកថាប្រជាក្រិតណាប្រជាធិបតេយ្យសេរីពហុបកតែគ្នាគាត់មកអ្នកហ្នឹងគណៈបកដែល20ជាងដែលបង្កើតឡើងមកសិតតែគណៈបកអាយ៉ងគាត់ហ្នឹងធ្លាក់ឆ្នោតក៏คล้ายទៅជាសមាជិករបស់ស្អីអ្នកផ្ដាល់យោបល់បងប្អូនមើលស៊ីប្រាក់ខែរដ្ឋសិតតែគេបង្កើតឡើងមកដើម្បីបំភាន់បងប្អូនដើម្បីបំភាន់ពិភពលោកណាអញ្ចឹងដល់ពេលវេលាហើយលើកនេះអត់មានទៀតទេអញ្ចឹងសុំអំពាវនាវឲ្យអ្នកប្រជាធិបតេយ្យកុំសម្ព័ន្ធមិត្តមិនមែនថាយើងប្រឆាំងទេសម្ព័ន្ធជមិត្តជាមួយនឹងអ្នកប្រជាធិបតេយ្យមហាអំណាចប្រជាធិបតេយ្យអ្នកណាគេអាមេរិកណាសហរដ្ឋអាមេរិកជាអ្នកប្រជាធិបតេយ្យបងប្អូនមើលសិង្ហបុរីពេលដែលគេផ្ដាច់ខ្លួនចេញពីម៉ាឡេមកសិង្ហបុរីចាប់យកអង់គ្លេសសម្ព័ន្ធភាពជាមួយអង់គ្លេស80ឆ្នាំជាមួយអង់គ្លេសញូហ្សេឡង់កូនចៅរបស់អង់គ្លេសអូស្ត្រាលីកូនចៅអង់គ្លេសញូហ្សេឡង់បញ្ជូនទ័ពទៅការពារសិង្ហបុរីអូស្ត្រាលីបញ្ជូនទ័ពទៅការពារសិង្ហបុរីឥឡូវមើលសិង្ហបុរីប្រទេសនឹងរលាយឬមួយក៏ប្រទេសនឹងជឿនលឿនបងប្អូនមើលនេះដែលគេសម្ព័ន្ធភាពជាមួយនឹងអ្នកប្រជាធិបតេយ្យគឺជឿនលឿនបែបហ្នឹងអញ្ចឹងរបបលោកហ៊ុនសែនគាត់ស្រែកថាប្រទេសខ្មែរអព្យាក្រឹតតែគាត់ទៅសម្ព័ន្ធភាពជាមួយនឹងណាមិត្តម៉ឺនឆ្នាំវៀតណាមមិត្តដៃថៃចិនចុះអ្នកប្រជាធិបតេយ្យហេតុអីអត់បានអត់សម្ព័ន្ធភាពជាមួយនឹងអ្នកប្រជាធិបតេយ្យចង់សម្ព័ន្ធភាពទាំងអស់គ្នាទាំងមូលដ្ឋានដល់ថ្នាក់កំពូលជាមួយអ្នកប្រជាធិបតេយ្យចឹងអ្នកប្រជាធិបតេយ្យគេមកការពារទឹកដីយើងដូចគ្នាញូហ្សេឡង់ទៅការពារសិង្ហបុរីអញ្ចឹងអ្នកប្រជាធិបតេយ្យឧទាហរណ៍អាមេរិកញូហ្សេឡង់កាណាដាចូលមកការពារទឹកដីកម្ពុជាគ្មានអ្នកណាហ៊ានកោអត់ទេបងប្អូនពេលហ្នឹងចឹងពីវនីវឲ្យអ្នកប្រជាធិបតេយ្យយើងអត់មានទៅដាក់អាណានិគមទេសម្ព័ន្ធភាពមានអីត្រូវខុសសម្ព័ន្ធភាពបងប្អូនពិចារណាមើលលោកហ៊ុនសែនមិនបានសម្ព័ន្ធភាពមួយចិនបានរឿងអីអ្នកប្រជាធិបតេយ្យសម្ព័ន្ធភាពជាមួយនឹងអាមេរិកជាមួយញូហ្សេឡង់អូស្ត្រាលីសហគមន៍អឺរ៉ុបអត់បានត្រូវតែដាច់ខាតមានតែសម្ព័ន្ធភាពជាមួយអ្នកប្រជាធិបតេយ្យទេបានខ្មែររួចខ្លួនបើមិនចឹងអត់ទេអាខាងកើតមើលឃើញអើយខ្សោយអញលេបខាងលិចមើលឃើញអើយខ្សោយអញលេបអង្កលរួញទាំងអស់បងប្អូនមានចាំទេបាទអង្គឌួងនៅពេលដែលលោកឃើញខាងកើតគេចង់លេបខាងលិចគេចង់លេបលោកទៅស្រុកបារាំងឲ្យបារាំងចូលមកជួយបានយើងសល់ដីរហូតមកដល់រាល់ថ្ងៃទីបំផុតខ្មែរចាញ់នយោបាយគេទាមទារឯករាជ្យពីបារាំងទាមទាររួចហើយឯករាជ្យរួចហើយអូគេឃើញអង្កើតក៏ឃើញឯករាជ្យខាងលិចឃើញឯករាជ្យអត់មានអ្នកណាការពារអ្នកឯងទេអង្កលយកតាមចិត្តវេទនាមកដល់ថ្ងៃនេះគឺដោយសារចាញ់បោកគេនោះឯងចង់បានហើយឯករាជ្យនឹងមែនបានឯករាជ្យមែនតែឯករាជ្យជាមួយបារាំងតែខាងកើតខាងលិចគេអត់ឯករាជ្យជាមួយគេជន់កកយកទាំងអស់ចឹងយើងមិនមែនមិនចង់បានឯករាជ្យទេយើងសម្ព័ន្ធភាពជាមួយគេបងប្អូនចង់ចូលក្លាប់ហាត់ប្រាណមួយបើបងប្អូនអត់ជាសមាជិកគេឲ្យបងប្អូនទៅចូលហាត់ប្រាណនៅកន្លែងហ្នឹងឯងបើបងប្អូនអត់ join ជាមួយក្លាប់គេហ្នឹងគេឲ្យបងប្អូនចូលហាត់ប្រាណទេអត់ទេចឹងត្រូវយល់អារឿងហ្នឹងរួចក្បាលខៀវចូលចិនស៊ីអំបិលចូលអាមេរិកស៊ីសាច់គោយកមួយណាត្រឹមត្រូវ 100% ខ្ញុំចាំសម្ដីរបស់ប៉ាខ្ញុំនិយាយនេះអាពួក CPP យកទៅនិយាយទៀតឡើយថាខ្ញុំមើងងាយអ្នកក្រមែនទេនៃធៀបគាត់និយាយថាបើខ្ញុំអ្នកក្រគេប្រហុកយើងបាល់ឡាកូនតែបើខ្ញុំអ្នកមានគេស្លការីក៏យើងបានឆ្នាំងដែរនេះរឿងពិតនៅក្នុងសង្គមគឺអញ្ចឹងហើយខ្ញុំនិយាយនេះមិនមែនពាក្យថាមើងងាយអ្នកក្រអត់ទេណានៃធៀបឲ្យបងប្អូនយកទៅពិចារណាដូចរុយក្បាលខៀវគាត់បានលើកអញ្ចឹងចូលចិនស៊ីម្បលចូលអាមេរិកស៊ីសាច់គោយកមួយណាបើបងប្អូនចូលអំបិលចង់ស៊ីអំបិលតទៅទៀតទៅ
តែថ្នាក់ដឹកនាំរបស់ស្រុកខ្មែររាល់ថ្ងៃគាត់ចង់ស៊ីមិលដោយសារអីរបបផ្ដាច់ការគឺគេដឹកនាំតតកូលអញ្ចឹងគេចង់ឲ្យចូលពួកផ្ដាច់ការពួកកុម្មុយនីសដើម្បីគេតតកូលគេមិនមែនគេសម្រាប់យើងទេណាហើយយើងក៏មិនថាបដិសេធជាមួយចិនអត់ទេនយោបាយសេដ្ឋកិច្ចយើងនៅតែទំនាក់ទំនងជាមួយនឹងគ្រប់ប្រទេសទាំងអស់តែគ្រាន់តែសម្ព័ន្ធភាពតាអ្នកឯងក៏សម្ព័ន្ធភាពជាមួយចិនបានចឹងថ្ងៃនេះខ្ញុំមានប៉ុណ្្នឹងណាបងប្អូនណារៀងយូរបន្តិចទៅហើយខ្ញុំអានខមមិនបងប្អូនចុងក្រោយទៀតក្នុងនឹងមានបងមុនរត់គុយចូលរួមត្រឹមត្រូវខ្មែរត្រូវតែសហព័ន្ធជាមួយអាមេរិកនិងប្រទេសប្រជាធិបតេយ្យ Cambodia must be protected by American and Europe ត្រឹមត្រូវបង 100% កាលណាយើងសម្ព័ន្ធភាពជាមួយគេយើងជាសមាជិកសម្ព័ន្ធភាពមួយគេត្រូវតែការពារយើងឥឡូវបងប្អូនមើលប្រទេសដែលកំពុងតែចង់សម្ព័ន្ធភាពជាមួយនឹងខាងស្អីគេហៅប្រទេសភ្លេចដែលមហាអំណាចទាំងអស់ហ្នឹងដែលចូលការពារដូចជាសេតូមិនសេតូទេឈប់ខ្ញុំអានខមមិនតិចសិនបងប្អូនណាអេរ៉ុនកូរ៉េខាងត្បូងដើរតាមគន្លងអាមេរិកបានរីកចម្រើនត្រឹមត្រូវប្រទេសណាក៏ដោយដែលដើរតាមលទ្ធិប្រជាធិបតេយ្យគឺជឿនលឿនទាំងអស់យើងមើលចំនួនដែលអ្នកដឹកនាំខ្មែរចំនួនមុនដូចលោកតាសំសេរីដែលគាត់ស្រឡាញ់ប្រជាធិបតេយ្យគាត់ទាមទារឲ្យខ្មែរចូលលទ្ធិប្រជាធិបតេយ្យពីពេលនោះមកបើសិនតែចំនួននឹងខ្មែរទទួលបានលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរណាមកស្រែកថាញូហ្សេឡង់អូស្ត្រាលីជឿនលឿនដូចស្មើខ្មែរអត់ទេណាខ្មែរជឿនលឿនជាងគេហើយពេលហ្នឹងព្រោះពេលហ្នឹងខ្មែរសូម្បីតែសិង្ហបុរីក៏នៅក្រោមខ្មែរដែរថៃក៏នៅចាញ់ខ្មែរដែរយួននៅចាញ់ខ្មែរដែរមកតំបន់គឺខ្មែរជឿនលឿនជាងគេតែពួកគាត់ទាមទារលទ្ធិប្រជាធិបតេយ្យអត់បានណាបានខ្មែរអភ័ព្វរហូតមកដល់រាល់ថ្ងៃអញ្ចឹងបានពិភពលោកគេទាមទារឲ្យប្រទេសដែលជឿនលឿនគេទាមទារឲ្យចូល NATO ដែលគេបានចូល NATO ហើយគ្មានអាណាហ៊ានប៉ះប្រទេសនោះទេសូម្បីអ៊ុយក្រែនបងប្អូនមើលអ៊ុយក្រែនទាមទារ NATO នឹងហើយដែលរុស្ស៊ីវាយនោះពួករុស្ស៊ីវាយមុនពេលចូល NATO កាលណាចូល NATO ហ៊ានប៉ះអ៊ុយក្រែនអត់ហ៊ានទេអញ្ចឹងខ្មែរដូចគ្នាយើងក្នុងកាលៈទេសៈនេះចូលសម្ព័ន្ធភាពជាមួយមហាអំណាចណាដែលប្រជាធិបតេយ្យដែលធ្វើឲ្យខ្មែររស់កាលណាចូលជាមួយគេហើយអ្នកណាហ៊ានកោដាក់យើងទៀតដីខ្មែរតាំងពីឆ្នាំ1904ដល់1907ដែលបារាំងគេបានចុះហត្ថលេខាកាត់ដីខ្មែរព្រំប្រទល់ណាគេចូលមកគេវែករកអាហ្នឹងសន្ធិសញ្ញារបស់ខ្មែរកិច្ចព្រមព្រៀងទីក្រុងប៉ារីសអាមេរិកគេអ្នកការពារចូលមកគេស្វែងយល់អាហ្នឹងអន្តោប្រវេសន៍ទឹកដីខ្មែររៀបរដ្ឋាភិបាលគេរៀបឲ្យយើងមកកំ pl រឿងអីដែលយើងអត់ព្រមធ្វើរឿងអីយើងអត់ចង់ពូម៉ៅជីដែរតើ SBI ធ្វើបានជោគជ័យទេបើគេអត់ធ្វើគេអត់ចូលមកទេបងប្អូនគេអត់ចូលទេ SBI ចូលមកនេះមិនមែនចូលមកធ្វើការជាមួយខ្មែរទេអត់ទេចូលមកស្លុតអ្នកឯងធ្វើខុសហើយនេះ SBI គេតាមឃើញអ្នកឯងចេញធ្វើឬមួយក៏អត់តែឥឡូវទាត់ច្រយចុះទឹកកពើឡើងលើខ្លាហើយលោកហ៊ុនម៉ាណែតជាមួយលោកហ៊ុនសែនចាប់កុកអានចាប់លីចុងផាត់ក្នុងគណៈបកប្រជាជនអ៊ុញុអញធ្វើការជាមួយអញខំចង់ងាប់ដើម្បីគណៈបកប្រជាជនឥឡូវគ្រាន់តែគេគម្រាមប៉ុណ្ណឹងមកចាប់ពួកអញផ្ទុះបឹងក្នុងគណៈបកប្រជាជនអស់ជំនឿលីងជាមួយនឹងរបបលោកហ៊ុនសែនគាត់ភ័យអាហ្នឹងមិនចាប់ SBI គេអាចចាប់ខ្លួនគេ
ហើយបើគេចាប់កុកអានអ្នកណានៅពីក្រោយកុកអានដោយសហរដ្ឋអាមេរិកគេបានប្រកាសហើយស្ថានទូតគេបានប្រកាសហើយគេមកចាប់ឧក្រិដ្ឋកម្មអនឡាញនិងចាប់អ្នកនៅពីក្រោយចាប់កុកអានចាប់អ្នកនៅពីក្រោយកុកអានណាតច្រកហើយហើយខំផ្សាយទៅណាអ្នកបំពងសម្លេង CPP ខំប្រឹងឡើងបំពល់ទៅបំពល់យ៉ាងម៉េចក៏កែអត់រួចដែរបងមុនរិទ្ធចិននិងយួនវាមិនចង់ឲ្យខ្មែរក្រោមការគ្រប់គ្រងរបស់អាមេរិកនិងអឺរ៉ុបទេត្រឹមត្រូវកាលណាក្រោមអ្នកទាំងពីរហ្នឹងមិនកិលកើតទៅទៀតគាត់តែគេមើលសត្វតឡាចទៅគេដឹងតែឯងធ្វើអីដែរអុកសុភ័ក្របើចាប់ឲ្យបានឆាប់កាន់តែល្អបងត្រូវទៅដល់ពេលហើយពីដើមគេអែលគេលួងគេលោមមើងងាយគេសូម្បីតែហ៊ីងមុនហៀងក៏ចង់វាយអាមេរិកដែរបងប្អូនមិនឃើញទេបើហើនដាក់គេពេកហើយដល់តែគេវាយជាមួយថៃក្ដុងអ្នកណាជួយមិត្ត10000ឆ្នាំសងំស្ងៀមមិត្តដៃថែបសងំស្ងៀមបានតែត្រាំជួយនឹងហើយបានចប់សង្គ្រាមនោះចប់សង្គ្រាមនោះចាញ់បោកគេទៀតគេចុះហត្ថលេខានៅពេលដែលតបគេវាយដល់កន្លែងណាគេនៅឈរជើងទៅនឹងអញ្ចឹងខ្លួនឯងភ័យខ្លាចគេវាយដល់ទួលកសាំងអញ្ចឹងស្អីដល់ចុះហត្ថលេខាឲ្យបានហើយថៃគេឆ្លាតគេវាយបុកដើម្បីដល់កន្លែងណាគេយកទៅនឹងគេមិនត្រឹមយកទៅនឹងទៀតគេយកតកុងតឺន័រហើយជាមួយលួសបាឡាចូលយកតាមចិត្តពួកឯងចាញ់គេហើយហ្នឹងហើយសង្គ្រាមបងប្អូនតែចាញ់គេហើយណាគ្រាន់បើឲ្យគេអត់ឲ្យលៀងអាចឲ្យគេហ្នឹងតែឲ្យលៀងគូតឲ្យគេទៅលៀងឲ្យគេទៀតតែប្រហែលណាហើយអ្នកណាអ្នកធ្វើឲ្យមានសង្គ្រាមរបបលោកហ៊ុនសែនមិនមែនប្រជាពលរដ្ឋខ្មែរទេមិនមែនពលទាហានខ្មែរទេទាស់គ្នាតែគ្រួសារឯងម្នាក់នោះចឹងហើយបានលោកហ៊ុនម៉ាណែតសំណួរគេសួរកសែតគេសួរថាលីចុងផាត់ជាមួយនឹងកុកអានដែលគេដាក់ទណ្ឌកម្មនឹងតើអ្នកឯងគិតយ៉ាងម៉េចបែរទៅជាថារឿងឯកជនអញ្ចឹងមានន័យថាលោកហ៊ុនម៉ាណែតយកប្រទេសខ្មែររាល់ថ្ងៃធ្វើជាប្រទេសឯកជនរបស់គ្រួសារលោកនឹងលោកធ្វើអីបានក៏សមតាមចិត្តមែនទេមែនទេណាបងប្អូនដីនេះមិនមែនរបស់តកូលណាទេគឺរបស់យើងទាំងអស់គ្នាកុំឲ្យគិតថាគេអ្នកធំគេគ្រប់គ្រងតាមតែគេទៅអត់ទេចេញពីអាពោតបានដៃតាទេដូចគ្នាតាបងប្អូនមិនបាច់ពិចារណាពីចំនួនមុនទេថាចំនួនស្ដេចចំនួនអីតែចេញពីអាពោតបានដៃទាំងអស់គ្នាដីនេះគឺកសាងឡើងមកទាំងអស់គ្នាមិនមែនរបស់អ្នកណា